ស្រីម្នាក់ត្រូវមន្ត្រីយោធាដែលស្គាល់គ្នាតាមរយៈគាត់ថាឲ្យរៀបការខែឲ្យគាត់ទាំងអស់ហើយទិញមាសពេជ្រល្អបំផុតស្រីនោះថាមិនត្រូវក៏ដោះអាវបង្ហាញសាច់ដុំក្បាលពុះ8ថាអាចឲ្យនាងញ៉ាំសាច់ស្រីនោះមុខក្រហមហើយព្រមខ្ញុំរៀបការថ្ងៃដំបូងស្រីនោះខ្លាចជាប្រពន្ធពិតនាងគិតថាអ្វីដែលជីវិតរីករាយដែលប្តីស្រឡាញ់រាល់ថ្ងៃតែថ្ងៃរៀបការទី2គាត់ក៏ខ្ចប់របស់ត្រឡប់ហើយបាត់ដំណឹងតាំងពីទុកនាងម្នាក់ឯងនៅផ្ទះគ្រួសារប្តីដោយសារតែពាក្យចាំអារ៉ាមគ្មានគ្រួសារប្តីមើងងាយនឹងដកក្រោយពីនាងសម្រាលកូនស្រីមិនគ្រប់គ្រួសារប្តីថែមទាំងថាកូននោះជាកូនខុសទាំងនាងនិងកូននៅមិនគេបោះចោលរបស់ទាំងអស់របស់នាងសំណាងល្អដែលគ្រូជាអតីតសិស្សរបស់ឪពុកនាងគ្រូពេទ្យតាក់ទងមិត្តរួមថ្នាក់ខ្លះប្រមូលលុយឲ្យនាងកាន់កូនស្រីដែលខ្សោយរហូតដល់ផឹកទឹកដោះរៀនមានជីវិតក្រោយពីចេញសិស្សម្នាក់ទៀតរបស់ឪពុករកការងារឲ្យនាងនៅក្នុងការងារបណ្ដោះអាសន្នខែ8រៀលក្នុងសំណាងល្អមានបន្ទប់ស្នាក់នៅនឹងអាហារដូច្នេះនាងនិងកូនស្រីនៅក្នុងបន្ទប់ផ្សាយឆ្លងកាត់ពីកូនដែលកើតមិនគ្រប់ខែដោយកូនឥឡូវធំឡើងជាក្មេងស្រីធាត់គួរឲ្យនាងដែលធ្លាប់ជាម្ដាយថ្មីដែលឥឡូវក្លាយជាអ្នកជំនាញនៅក្នុងរាត្រីរាប់មិនអស់ដែលបាក់ទឹកចិត្តហើយនាងបានរៀនជំនាញធ្វើការដោយស្ងប់និងមើលថែកូនថ្ងៃនេះក្រោយពីផ្សាយសុនត្រកថារបស់មេដឹកនាំនាងកាន់កូនស្រីដែលកំពុងដេកលក់ឈ្មោះអ៊ីងចាក់សោបន្ទប់ផ្សាយហើយដើរត្រឡប់ទៅនៅចម្ងាយជាង50ម៉ែត្រមនុស្សម្នាក់ស្លៀកអាវដៃក្លេបកាតូចកំពុងឈរមើលតាមរន្ធទ្វារនោះហើយជាប្អូនស្រីរបស់នេះគឺជាប្អូនថ្លៃស្រីរបស់ជីងថ្លៃเจ้านิ่งឃើញក៏រត់មកទទួលភ្លាមលោកដៃចង់អបគាត់វិញឈីងស៊ូកិច្ចខ្លួនដោយស្ងៀមស្ងាត់សួរដោយសម្លេងត្រជាក់មានរឿងអីទេเจ้านิ่ងដាក់ដៃដើរតាមគាត់ចូលទៅក្នុងបន្ទប់ស្អាតចាំយូរបន្តិចទើបហ៊ាននិយាយបងចង់ចូលទៅក្រុងខ្ចីលុយអូន3យន្តបានទេវិញឈីងស៊ូដឹងច្បាស់ពីចិត្តដាក់ប្រាក់ស្រាលើក្រែមិនងាកមើលអូនគ្មានលុយទេបងថ្លៃជួយអូនចេញការងារហើយនឹងសងវិញភ្លាមเจ้านิ่ងអង្រួនស្មាតធ្វើឃើញគាត់មិនព្រមជួយស្រាប់តែបានជួយរកអាសយដ្ឋានបងថ្លៃប្រុសឲ្យហើយក្រោយមកក៏រកលេខទូរស័ព្ទពាក្យនេះធ្វើឲ្យវិញឈីងស៊ូខឹងយ៉ាងខ្លាំងគាត់បែកខ្លួនសម្លឹងមើលដោយភ្នែកត្រជាក់អូនមិនដែលឲ្យលុយអញទេពេលអូនពពុះ3ខែអញថាអាចរកអាសយដ្ឋានជើហ៊ុយណានបានក្រោយមកថាត្រូវចំណាយថ្លៃប្រូនឲ្យអញ5មួយនោះជាលុយសន្សំទាំងអស់របស់អូនវិញឈីងស៊ូដាចូលទៅចិត្តសម្លេងស្ងាត់ក្រោយពីអូនសម្រាលកូនអញថាអាចរកលេខទូរស័ព្ទអូនក៏ឲ្យអញ5យន្តទៀតមែនលុយនោះអូនចង់ទុកសម្រាប់កូនតែអូនឲ្យអញទាំងអស់ដោយសង្ឃឹមតែសម្បត្តិដែលផ្ញើទៅសុទ្ធតែបាត់ដូចដុំថ្មเจ้านิ่ងភ្នែករត់ទៅមកដើរថយក្រោយដោយខ្លាចលើកនេះអូនចូលក្រុងទៅធ្វើការពិតប្រាកដជាអាចជួយខ្ចីអូនប៉ុន្មានអូនមិនជំពាក់ឯងក៏មិនជំពាក់គ្រួសារវិញឈីងស៊ូបិទទ្វារនិយាយដោយសម្លេងត្រជាក់ពេលเจ้าហ៊ុយណានត្រឡប់មកអូននឹងលេងអូននឹងកូនអូនមិនពាក់ព័ន្ធនឹងគ្រួសារเจ้าទៀតទេនិយាយចប់ក៏បិទទ្វារហើយដោតសោយូរសម្លេងเจ้านิ่ងស្រែកដោយកំហឹងវិញយូរប៉ុន្មានកយសម្លេងគូទ្វារយ៉ាងខ្លាំងអ៊ីងនៅលើក្រែភ័យញ័រខ្លួនស្រាប់តែភ្ញាក់ឡើងវិញឈីងស្វេប្រញាប់ដាក់សៀវភៅចុះអបកូនចូលក្នុងដៃប្តីតូចឈ្មោះវេនឯងចេញមកក្រៅគ្រួសារយើងឈ្មោះជើអស់សំណាងហើយរៀបការជាមួយឯងដែលជាស្រីរបស់បើមិនមែនឯងសម្រាលកូនខុសធ្វើឲ្យប្អូនប្រុសទី2យើងអាម៉ាគាត់អាចមិនត្រឡប់មកផ្ទះបីមានអ្នកចិត្តខាងចេញមកមើលឆៃជីនហ៊ូកាន់តែជិះមកមើលគ្នាឯងវិញឈីងស្វេនេះមុនរៀបការដើរលេងជាមួយប្រុសឯទៀតពួកកូនខុសច្បាប់ហើយមករៀបការជាមួយថែមទាំងសម្រាលវាចេញមកដោយសម្លេងភ្លៀងនៅក្រោមដំបូលដូចបញ្ចូលវិញឈីងស្វេខ្ទប់ត្រចៀកអ៊ីងយ៉ាងណែនខ្លួនឯងរងទុកមិនអីតែមិនអាចឲ្យកូនស្រីរងគាត់មើលភ្នែកធំពោពេញដោយការភ័យខ្លាចរបស់អ៊ីងហុងប៉ៅអ៊ីងខ្ទប់ត្រចៀកទុកម៉ាក់ចេញទៅបណ្ដេញមនុស្សអាក្រក់ចេញល្អទៀតអ៊ីងមកក្បាលយ៉ាងដៃតូចសឹកខ្ទប់ត្រចៀកយ៉ាងស្ដាប់វិញឈីងស្វេដាក់គាត់លើកអន់ខ្លួនទាញកំសៀវទឹកក្តៅចាក់ទឹកក្តៅពេញមួយកំសៀវជន់អាំងដើរទៅមកបាក់សោទ្វារហើយចាក់ទឹកក្តៅពាក់កណ្ដាលអាំងចេញឆៃជីនហ៊ូប្រតិកម្មស្រែកធ្ងោហើយថយក្រោយនៅតែត្រូវទឹកក្តៅរហូតដល់ជ្រៃថោកទាបហ៊ានចាក់ទឹកក្តៅដាក់ឯងបើនៅតែនិយាយឥតប្រយោជន៍មកផ្ទះខ្ញុំលើកក្រោយមិនមែនចាក់ដីទេវិញឈីងស្វេធ្វើមុខត្រចែងនៅកាន់ទឹកក្តៅដែលនៅធំឡើងជាមួយឪពុកជាគ្រូបង្រៀនវិញឈីងស្វេតែងតែជឿលើការធ្វើល្អក្នុងជីវិតនេះមានចំនួនតែកើតពីម្ដាយក្មេកដកខោលើកមុនឆៃជីនហ៊ូនាំប្រុសស្រីមួយគូមកឆប់ថានឹងរកផ្ទះល្អឲ្យវិញឈីងស្វេវិលទៅនៅផ្ទះជើបន្តធ្វើត្រូវបង្ខំចិត្តយកកម្មបិតពីជ្រុងដេញតាមទៅទើបអាចតាំងពីថ្ងៃនោះមកខ្ញុំក៏ជប់សង្ឃឹមនឹងជួហ៊ុយណាហើយសម្រេចចិត្តលេងលេះម៉ាក់ភ្លេចហើយថាគាត់យកដាវមកគំរាមគេទេគាត់ធ្វើអីក៏ចេះដែរជូនីងរត់មកទីងដៃឆៃបែរមកធ្វើមុខស្លូតដាក់វិញឈីងស្វេថាបងខ្ញុំនឹងម៉ាក់មកលេងឯងនឹងអ៊ីងមិនក៏ធ្វើបែបនេះបើមិនស្វាគមន៍ទេយើងចេញម្ដាយកូនចាប់ដៃគ្នាធ្វើឃើញមុខថោកទាបដាក់ខ្លួនជាវិញឈីងស្វេខឹងរហូតដល់សាច់ហើយលើកទឹកក្តៅដែលនៅសល់ពាក់កណ្ដាលឆ្នាំងទៅសូទឹកធ្លាក់អ្នកទាំងពីរគេចមិនទាន់កំភួនជើងនិងកែងជើងក្រហមឆ្អែតឆៃជីនហ៊ូនិងជូនីងស្រែកយំមិនខ្វល់ពីរូបដោះស្បែកជើងចាស់ខ្វិនដោយជើងទេរត់លឿនជាងទន្សាយឈីងស្វេឈរលើកម្រិតទ្វារកាន់ដបទឹកក្តៅទេមួយក្រឡេកមើលអ្នកឈរមើលរឿងមិននិយាយអ្វីអញ្ចឹងយកចានស្ករគ្រាប់ហើយងាកចូលផ្ទះវិញអ៊ីងភ័យណាស់មែនគាត់អង្គុយក្បែរខាត់ថ្ពាល់មូលរបស់ភេងអ៊ីងក្រវីក្បាលលោកដៃតូចទៅអបគាត់វិញឈីងស្វេច្រមុះរលាកពេញចិត្តដោយក្តីមិនដឹងថាមកពីកើតមិនគ្រប់ក៏តក់ស្លុតតាំងពីនៅតូចធ្វើឲ្យគាត់មិនគាត់ចេះស្ដាប់បង្គាប់ជាក្មេងស្រីដែលគេស្រឡាញ់ជាងគេនៅសង្កាត់ខាងទៀតឆៃជីនហ៊ូនិងជូនីងជិះឡានក្រុងទៅដល់ទីក្រុងទៅផ្សាររើសម្លៀកអ្នកទាំងពីរបេះសម្លៀកបំពាក់ហើយជាប្រឆៃជីនហ៊ូស្រែកខ្លាំងសំបីតែ3 4ក៏នៅតែសម្លេងគាត់គឺគ្រាន់តែបាត់ខាងទៀតនៃបរិះកម្ពស់ខ្ពស់ម្នាក់ស្លៀកអាវស្ខោខ្មៅកំពុងឈរមុខតូបលក់សម្លៀកគាត់រើសមើលរោគឈួរនៅគាត់ស្មាធំចង្កេះឈរកណ្ដាលហាងសម្លៀកបំពាក់មើលទៅលេចក្បែរជើងមានកាបូបលាក់ពណ៌ធំមួយវារបូតរហូតដល់ហើយជាជើហ៊ុយណានដែលមិនបានមកបងទាហានប្រពន្ធបងស្លៀកពណ៌លឿងនេះមុខជាស្អាតវាជួយឲ្យស្បែកភ្លឺហើយម្ចាស់ហាងស្រីភ្នែកមើលម្ដងដឹងថាជាទាហាននាងរាក់ទាក់ជើហ៊ុយណានលើករ៉ូបនោះមើលចិញ្ចើមគាត់ក្រញ៉ៅហើយដាក់បងមានរូបប្រពន្ធទេយកមកឲ្យខ្ញុំជួយរើធានាថាសមជើហ៊ុយណាននៅស្ងៀមតែគាត់លូកទៅហោប៉ៅត្រង់ទាញយករូបថតចាស់មួយសន្លឹកត្រង់វារបូតរហូតឆ្នាំបាត់កណ្ដាលប្រែជាកាលពី3ឆ្នាំមុនថតរូបគាត់ឲ្យហាងថតបន្ថែមហើយដាក់ទុកក្នុងហោប៉ៅជាប់ខ្លួនជានិច្ចទៅវឹកហាត់ឬចម្បាំងក៏យកទៅដែរក្នុងរូបនោះគឺវិញនាងស្លៀកអាវក្រហមខ្ចីសក់សិតស្អាតទឹកមុខភ័យបន្តិចបបោមាត់ខ្ទប់មិនញឹមចំណែកគាត់ញឹមធំទៅវិញមុខគាត់ហាថ្ងៃជើហ៊ុយណាគាត់យកមេដៃស្ទាបមុខគាត់ក្នុងរូបគាត់ធ្វើបែបនេះច្រើនដងណាស់ទឹកថ្នាំត្រង់កន្លែងនោះស្រាលអស់គាត់ហុចរូបនោះទៅម្ចាស់ហាងទទួលមកមើលហើយប្រពន្ធបងស្អាតម្លេះទេមុខបែបនេះស្លៀកអ្វីក៏ស្អាតបងរើសអីក៏មិនខុសត្រចៀកជើហ៊ុយណានក្រហមគាត់មិនឆ្លើយគាត់ចង្អុលទៅរកពណ៌លឿងថាយកថាប៉ុន្មានដៃគាត់លូកទៅហោប៉ៅខោស្រាប់តែមានមនុស្សម្នាក់អត់ចង្កេះគាត់ហើយស្រែកផងមកដល់ហើយមិនប្រាប់ទេនោះជាសម្លេងជើមីស្រាប់តែស្រីជីនហ៊ូក៏រត់មកដល់ដែរនាងចាប់ដៃគាត់មើលពីលើចុះក្រោមមកស្ទើរតែមិនបិទហ៊ុយណានត្រឡប់មកវិញហើយល្អស្គុំអស់ហើយស្គុំច្រើនណាស់ជើនីឆាប់ដៃឆាប់ជើងទាញយករោគពណ៌លឿងនោះមកយកមកព្រៀបលើខ្លួនឯងបង្វិលចង្កេះបងពីទិញឲ្យខ្ញុំមែនស្អាតណាស់ខ្ញុំពាក់សមរបស់ជើហ៊ុយណានមិនខ្វល់នៃគាត់មើលរំលងស្មាម្ដាយនឹងប្អូនមើលទៅទីដែលគេមកមិនបានមកជីវិតនេះចេញមកមុខស្រីជីនហ៊ូក៏ពាក់កណ្ដាលរួចនាងស្រក់មាត់សម្លេងឡើងខ្ពស់និយាយពីមនុស្សអាក្រក់នោះធ្វើអីវាសម្រាលកូនក្រៅច្បាប់រួចខ្ញុំដេញវាចេញយូរហើយអញត្រឡប់មកវិញនេះល្អណាស់ប្រញាប់លេងលះវាចោលម៉ាក់រោគស្រីល្អឲ្យអញទៀតភូមិក្បែរនេះកូនពូឡៅថាម៉េចសម្លេងជើហ៊ុយណានស្រទន់រហូតដល់ស្រីជីនហ៊ូមិនដឹងថាគាត់វានៅផ្ទះសំណាក់រដ្ឋាភិបាលក្នុងក្រុងមិនដឹងទៅជាប់នឹងប្រុសណាម្នាក់រកការងារអ្នកប្រកាសឲ្យវារ
រាល់ថ្ងៃកាន់មីក្រូហ្វូននិយាយឥតឈប់ចៅហ៊ុយណានក្រវីដៃខ្លាំងពេកស្រីជីនហ៊ូថយក្រោយមួយទៅតែបុកធ្នើក្បែរបងពីធ្វើអីចៅអ៊ីងមីងហៀបនឹងនិយាយចៅហ៊ុយណានក្រាបចុះលើកាបូបលាក់ពណ៌តែខ្នងដើរមិនមែនដើរទេគឺរត់កម្ពស់1.80 ម៉ែត្រជំហានធំកាបូបលាក់ពណ៌យកលើខ្នង5វិនាទីក៏រត់ចេញពីផ្សារដំបូងស្រីជីនហ៊ូស្រែកពីក្រោយពីគាត់មិនងាកក្រោយចៅនីនៅតែកាន់រ៉ូបពណ៌លឿងចាំមួយសន្ទុះទើបដឹងខ្លួនបងតូចទៅណាហើយខ្ញុំមិនទាន់សួរលុយហៅប៉ៅគាត់ម្ចាស់ហាងស្រីឈោមើលពីចំណាត់រើសរូបថតឡើងពេលនោះចៅហ៊ុយណានដើរលឿនពេករូបថតធ្លាក់ពីតុដាក់ម្ចាស់ហាងស្រីបើកមើលរូបថតទៅខាងម្ដាយកូនចៅគីនគាត់ខំមាត់មិននិយាយចៅហ៊ុយណានរត់ដល់ឡានឈប់ខាត់ឡានសាធារណៈទៅទីក្រុងអ្នកបើកបិទទ្វារគាត់ទះទ្វារពីរដងអ្នកបើកមើលគាត់ប្រហែលគិតថាមនុស្សនេះក៏បើកទ្វារឲ្យភ្លាមគាត់អង្គុយកៅអីចុងក្រោយក្បែរដាក់កាបូបលើផ្លូវដកដង្ហើមធំមួយសន្ទុះទើបស្លានចេញដំណើរទេសភាពក្រៅបង្អួចរត់ថយដំបងរៀបស្មើមានដើមយ៉ាក្រោយមកផ្លូវចាប់ផ្ដើមខ្លាយជារណ្ដៅហុយធូលីចៅហ៊ុយណានសម្លឹងក្រៅមិនឃើញអ្វីទេក្នុងក្បាលគិតតែរឿងគឺពាក្យចៃគីនហ៊ូក្រោយសម្រាលកូនខុសច្បាប់ខ្ញុំដេញគាត់ចេញហើយពេលគាត់ចាក់ចេញវិញឈីងស៊ូមានផ្ទៃពោះមិនដល់គាត់ប្រាប់គ្រួសារច្បាស់មើលថៃនាងរកខែផ្ញើលុយទៅផ្ទះខ្វះអីសរសេរប្រាប់ចៃគីនហ៊ូវីទ្រង់សន្យាកុំបារម្ភម៉ាក់នៅគាត់ជឿព្រោះទីតាំងតបឆ្ងាយឆ្នាំដំបូងទទួលបានតែ2សម្បត្តិគឺចៅនីងសរសេរអ្វីល្អបងខ្លាយល្អកុំបារម្ភគាត់ក៏មិនបារម្ភក្រោយមកផ្លាស់ទីទៅព្រំដែនរបួសដេកមន្ទីរពេទ្យវាល3ខែនោះសម្បត្តិ7ផ្ញើទៅផ្ទះមិនដល់គាត់គិតថាសម្បត្តិយឺតក្រោយមកត្រឡប់ទៅវិញមានតែការវឹកហាត់និងបេសកឆ្នាំកន្លងផុតគាត់តែងតែវិញឈីងស៊ូត្រូវគេមើលថែល្អគាត់តែងតែគាត់កើតដោយសុវត្ថិភាពមានយាយស្រឡាញ់មានមិននឹកស្មានថាកើតហើយត្រូវគេបណ្ដេញចៅហ៊ុយណានបិទភ្នែកក្បាលខាងក្រោយប៉ះនឹងកញ្ចក់ពងក៏គាត់រំលានរញ្ជួយចូលរណ្ដៅក្បាលគាត់ទង្គិចនឹងកញ្ចក់ឆ្លៃគាត់មិនរានជី2ម៉ោងកន្លះឈប់នៅមាត់ក្រុងពេលចុះឡានអ្នកបើកមើលគាត់មួយផ្លែទីហ៊ាននេះភ្នែកក្រហមចៅហ៊ុយណានសួរមនុស្សតាមផ្លូវចិត្តរកឃើញបន្ទប់របស់វិញឈីងផ្ទះរៀបស្មើមួយជួរនៅខាងក្រោយទីភ្នាក់ងាររដ្ឋាភិបាលបង្អួចចាស់គាត់រកឃើញបន្ទប់លេខ7វាមានសោដែកព្យួរចំពេលម៉ោងចេញពីការក៏បំពងសម្លេងក្រុងកំពុងលេងចប់មួយបើទិសម្លេងស្រីម្នាក់សួស្ដីសមិទ្ធទាំងពេលនេះម៉ោង5:36នាទីសៀលថ្ងៃទី15ខែកក្កដាអ្នកអានព័ត៌មានប្រចាំថ្ងៃគឺសម្លេងរបស់វិញឈីងចៅហ៊ុយណានឈរនៅមុខទ្វារដែលចាក់សស្ដាប់នៅក្នុងឧបករណ៍បំពងសម្លេងគាត់អានសម្លេងរឹងមាំជាង3ការបញ្ចេញសម្លេងនៅទម្លាប់បញ្ចេញសម្លេងខាងជើងបន្តិចគាត់អង្គុយលើថ្មក្រៅផ្លូវមុខទ្វារដាក់កាបូបដាក់នៅក្បែរជើងទាំងពីរត្រូវជង្គង់ស្ដាប់យ៉ាងយកចិត្តទុកក្រោយពីផ្សាយពាណិជ្ជកម្មចប់ប្រហែល20នាទីឃើញមនុស្ស2នាក់ដើរមកពីធំកាន់តូចវិញឈីងពាក់អាវដៃខ្លីពណ៌ត្នោតចាស់រហូតដល់ចុងក្នុងខោវែងពណ៌ចង្កេះចុងខ្សែក្រវ៉ាត់ចុងកន្ទុយសេះទៀបនៅខាងមនុស្សស្គមស្គាំងស្លៀកពាក់ចាស់ជាងអាយុពិត7តែក្មេងស្រីនៅក្បែរគាត់ភ្លឺខ្លាំងរោគពណ៌លឿងក្អៅធំទោះបីរោគបោករួចចាប់ផ្ដើមឡើងពាក់លើក្មេងស្រីនេះនៅតែអាយុជាង2ឆ្នាំដើរច្បាស់ហើយជើងខ្លីដើរយ៉ាងយកចិត្តដៃខាងកាន់ជាមួយម្ដាយខាងទៀតកាន់ស្មៅកន្ទុយឆ្កែក្រវីទៅមកចៅហ៊ុយណានឃើញមុខតូចនោះចិញ្ចាំស្ដាងភ្នែកច្រមុះស្រួចឡើងពណ៌មូលដូចគ្នានឹងវិញឈីងស៊ូចាក់ចេញពីកូនចិញ្ចឹមបានល្អពណ៌មានសាច់ស្បែកស្អាតប៉ុន្តែវិញឈីងស៊ូខ្លួនឯងស្គមខ្លាំងកងអាចមើលឃើញតាមមកអាវចៅហ៊ុយណានក្រោកឈរដើរមួយវិញឈីងស៊ូឃើញគាត់ហើយភ្នែកទាំងពីរភ្នែកគាត់រៀបស្មើដូចទឹកស្លាប់មើលមិនឃើញការសំបីតែការភ្ញាក់ផ្អើលដូចជាប្តីដែលមិនបានឃើញមុខ3ឆ្នាំអង្គុយនៅមាត់ខុសពីឆ្មាប្រៃដែលអង្គុយនៅមាត់ទ្វារទេទុយទៅវិញចៅហ៊ុយណានត្រង់ភ្នែកឡើងក្រហមកំពុងកតឹងពាក្យច្រើនជាប់នៅក្នុងបំពង់អាចនិយាយចេញវិញឈីងស៊ូអន់ក្បាលចាប់ដៃយីងថ្នមនាំកូនដើរបន្តទៅពេលដើរកាត់គាត់ធំក្លិនសាប៊ូស្រាលប្រភេទថោកខុសពីក្លិនខ្លួនគាត់ក្នុងការចង់វិញឈីងស៊ូយកកូនសោចេញរុញទ្វារបើកបែរខ្លួនឲ្យយីងចូលមកអង្គុយមិនមើលគាត់សំឡេងស្ងួតដូចជានិយាយជាមួយចៅហ៊ុយណានលើកកាបូបដើរឆ្លងផ្លូវចូលបន្ទប់តូចណាស់ប្រហែល10ម៉ែត្ររៀបចំស្អាតស្អំក្រោយដែកមួយផ្អៀងជញ្ជាំងភួយបត់ជារាងការ៉េក្បែរខ្នើយមានតុក្កតាខ្លាមក្បែរនោះមានជើងតុបាក់មួយខាងក្រោមដាក់ឥដ្ឋបាក់2ដុំលើទៅមានសៀវភៅ2និងសត្វវិជុសេដោយមាត់ទ្វារដាក់ចង្ក្រានសាមញ្ញឆ្នាំងតូចមួយចាន2ក្បែរនោះមានប្រអប់ឈើធំ2ដែលរបស់ក្នុងផ្ទះគាត់យកបាយពីកន្លែងហូបចុកមកដាក់សដាក់លើគំរៃមួយចានដំឡូងបារាំងឆាំស៊ុបត្រឡាចកន្លះគាត់យកកូនទៅអង្គុយលើកៅអីចាក់ទឹកក្តៅ2ដបដាក់ចានយកកន្សែងជូតដៃកូនឲ្យស្អាតរួចដាក់ស្លាបព្រាឲ្យកូនកាន់អញហូបបាយសិនម៉ាក់មានរឿងនិយាយជាមួយប៉ាកូនស្រីងើយក្បាលមាត់ថាបន្តិចតែមិននិយាយគាត់បែរក្បាលទៅមើលបរោះខ្ពស់ម្នាក់ដែលឈរនៅមាត់ទ្វារចង់ដឹងតែមិនខ្លាចចៅហ៊ុយណានអង្គុយចុះចង់នៅចិត្តកូនស្រីសម្លឹងមើលគាត់រួចបែរត្រឡប់ទៅក្បាលដាក់បាយមួយស្លាបព្រាជុំពណ៌ប៉ោងឡើងគាត់ទីងថតទៅចេញយកក្រដាសមួយសន្លឹកមានវិក័យប័ណ្ណមិនមានកំណត់ត្រាក្រដាសជ្រុងកង់អស់នេះជាសម្បត្តិកំណើតនិងកំណត់ត្រាព្យាបាលរបស់សរសេរច្បាស់លាស់ណាស់គាត់កើតមិនគ្រប់ខែត្រូវដាក់ក្រដាសទាំងនោះលើតុបើអ្នកគិតថាមិនគ្រាន់ទីពេទ្យស្រុកអាចធ្វើតេស្តឪពុកម្ដាយបានយើងអាចទៅបានមិនបាច់ទេចៅហ៊ុយណានស្កាត់សំឡេងស្អុកដូចក្រដាសខ្ញុំជឿវិញឈីងស្វេមើលគាត់ដាក់ឯកសារចូលថតគាត់មិនអង្គុយឈប់ឯកនឹងតោដៃទាំងពីរបត់ពីមុខដូចជាកំពុងរីកានិយាយរឿងម្ដងមួយឲ្យឈ្មោះកូននៅក្នុងបញ្ជីឈ្មោះម្ដាយអ្នកមិនទទួលស្គាល់កូននេះទេចុះឈ្មោះគ្រួសារជើខ្ញុំចង់យកកូនទៅទីក្រុងពេទ្យត្រូវការសម្បត្តិណែនាំខ្ញុំជាកម្មករកន្លែងធ្វើការត្រឡប់ទៅផ្ទះឪពុកម្ដាយវិញខ្ញុំរៀបការហើយគេមិនទទួលទៅភូមិឯងគណៈភូមិថាខ្ញុំមិនបានផ្លាស់ទីលំនៅឋានទេគាត់និយាយលឿនយឺតសម្រុំច្បាស់លាស់គ្មានពាក្យឥតប្រយោជន៍ទេហើយអាចសរសេររបាយការណ៍បើអ្នកងាយស្រួលជួយរកវិធីចេញសម្បត្តិណែនាំនេះគាត់ឈប់មួយផ្លែតបើមិនងាយស្រួលយើងរំលាយអាពីពីសិនចៅហ៊ុយណានមិននិយាយគាត់ឈរក្នុងបន្ទប់តូចបាល់ស្ទើរតែប៉ះគាត់ឈរដូចដៃគោជាប់នឹងដីក្នុងបន្ទប់ស្ងាត់យូរណាស់មានតែសម្លេងអ៊ីងគោបាត់ចាស្រីតូចប្រហែលដឹងថាបរិយាកាសចុះមកងើយមុខមើលម៉ាក់ហើយមើលបរោះចម្លែកមុខមូរបស់គាត់មានស្រូវប៉ុន្មានគ្រាប់ភ្នែកមូភ្លឺវិញឈីងស្វេឃើអន់ខ្លួនប្រាមេដៃជូតស្រូវលើថ្ពាល់កូនអ៊ីងញ៉ាំបាយឲ្យកុំខ្វល់រឿងមនុស្សធំគាត់ឈ្មោះអ៊ីងចៅហ៊ុយណាននិយាយសម្លេងស្អប់ណាស់ទៅឈ្មោះធំចៅវ៉ាន់អ៊ីងគាត់និយាយពីពាក្យនេះហើយស្ងាត់វិញឈីងស្វេអង្គុយយកស្លាបពីដៃអ៊ីងមកចាប់ដើមឲ្យគាត់អ៊ីងបើកមាត់ទំពីពីលេបហើយបើកមាត់ដំណើរការទាំងមូលស្ងាត់ស្ងៀមមិនយំមិនអូស្លូតរហូតធ្វើឲ្យចៅហ៊ុយណានមើលហើយសួរថាជំងឺអីគាត់សួរវិញឈីងស្វេតែឈប់មួយផ្លែតប្រើស្លាបព្រាកូបានិងស្រូវចុងក្រោយដែលជាប់នឹងគាត់មិនចេះនិយាយចៅហ៊ុយណានស្ងាត់ឈឹងគាត់គិតត្រឡប់ពីជួបគ្នាដល់ពេលកូននេះពិតជាមិនបានបញ្ចេញសម្លេងគាត់ញឹមគាត់មកក្បាលគាត់មើលមនុស្សចម្លែកដោយស្ងាត់ស្ងៀមបានទៅពិនិត្យពេទ្យស្រុករោគមូលហេតុមិនគេថាឲ្យទៅមន្ទីរពេទ្យខេត្តឬធំចាក់ប្រអប់ទេមួយឡែក
យកកន្សែងជូតមាត់អ៊ីងធ្វើយ៉ាងទន់ភ្លន់នឹងលុយមិនដែលបានសន្សំតែដល់ពេលនេះលុយដែលផ្ញើរាល់ខែអ្នកមិនបានទទួលមួយកាក់ជូតមាត់អ៊ីងរួចព្យួរកន្សែងលើតោឲ្យក្រោកឈរថ្ងៃដែលសម្រាប់មិនគ្រប់ខែជុំម្ដាយអ្នកថ្ងៃឲ្យគេបោះរបស់ខ្ញុំចេញទាំងអស់បោះដុំសម្ពុតនៅមាត់ទ្វារមន្ទីរពេទ្យសម្លៀកបំពាក់ខ្លួនតូចដែលរៀបសម្រាប់អ៊ីងក៏បាត់ដែរសម្លេងរៀបស្មើតាំងពីដើមដល់ចប់មិនដែលយកលុយគ្រួសារជើមួយកាក់ទេអ្នកចាំទេថាលុយទៅណាសួរម្ដាយអ្នកឯងជើហ៊ុយណានក្តាប់ដៃតឹងក្រចកខំបាត់ដៃខំអស់ជាច្រើនស្នាប្រាក់ឧបត្ថម្ភ3ឆ្នាំគាត់សន្សំសំចៃរាល់ខែផ្ញើទៅផ្ទះមិនដែលគ្រួសារឲ្យវិញឈីងស៊ុយ3ឆ្នាំខ្ញុំមិនយកលុយអ្នកវិញឈីងស៊ុយលើកអ៊ីងពីកៅអីឲ្យគាត់អង្គុយលើក្រែងតែអ៊ីងជាកូនអ្នកថ្លៃព្យាបាលអ្នកគួរចេញមួយផ្នែកបើអ្នកមិនព្រមជើហ៊ុយណានមិនទាន់និយាយចប់ទេវិញឈីងស៊ុយបន្ថែមមួយចំណែករឿងណែនាំតើអ្នករកវិធីបានទេខ្ញុំធ្វើវិញមានរឿងមួយទៀតគាត់បែរមកមើលគាត់ព្យាបាលអ៊ីងចប់ខ្ញុំនៅតែលេងលេះជាមួយជើហ៊ុយណានក្រអូមមាត់រមួលនៅស្ងៀមយូរមិនឆ្លើយវិញឈីងស៊ុយមិនសួរទៀតតែទៅប្រម៉ូចានឆ្នាំគំនិតគាត់រឿងនេះមិនទាន់ដល់ខ្លួនតែលទ្ធផលមិនអនុញ្ញាតឲ្យខ្ញុំសួរវិញឈីងស៊ុយកំពុងប្រម៉ូចានពាក្យនេះដៃគាត់ឈប់គាត់បែរមើលទៅអ៊ីងដែលកំពុងអង្គុយក្រវីជើងលួចក៏មើលទៅជើគាត់ឈរនៅទីកម្ពស់ជាង1ម៉ែត្របន្ទប់តូចនេះធ្វើឲ្យខ្មុំជាប់ក្នុងដៃធំមិនដឹងដាក់ទៅណាក្តាប់ហើយស្រាយហើយក្តាប់វិញឈីងដើរទៅក្បែរក្រែហើយអង្គុយចុះឲ្យប៉ាចិញ្ចឹមបបបន្តិចទេអ៊ីងលេបបាយចុងក្រោយក្នុងមាត់បែរក្បាលមើលជើហ៊ុយណាមកក្បាលមួយដងយ៉ាងវិញឈីងហុចចានស៊ុបត្រឡាចនឹងស្លាបព្រាទៅឲ្យគាត់ទទួលយកតែកាន់ចាញ់ញ័រដោយកាន់កំភ្លើងនៅសម្រាប់ចិញ្ចឹមកូនតែមិនដឹងត្រូវប្រើកម្លាំងស្លាបព្រាទី1ដាក់ទឹកស៊ុបកំពុងរលាស់ស្ទើរតែហៀគាត់ប្រញាប់យកស្លាបព្រាទៅចិត្តអ៊ីងបើកមាត់ផឹកបានប៉ុន្មានទឹកស៊ុបហូរតាមចង្កត់ប្រញាប់ជូតម្រាមដៃធំពេកត្រដោះលើថ្ពាល់ក្មេងស្រីតូចអ៊ីនត្រូវគាត់ត្រដោះរហូតជួយវិញឈីងឈរក្បែរមើលដោយមិននិយាយប៉ុន្តែជ្រុងមាត់ញាក់ស្រាលណាស់ភ្លឹបភ្លែតក៏បាត់ស្លាប់ព្រាទី2គាត់ឆ្លាតជាងតែដាក់តិចតួចហុចទៅមាត់អ៊ីនយ៉ាងស្រីតូចឲ្យមុខណាស់រដងសុទ្ធតែបើកមាត់មិនថាគាត់ចិញ្ចឹមស៊ុបអស់មួយចាស់ហ៊ុយណានដាក់ចានរ៉ាមេដៃស្នាមបាយនឹងទឹកស៊ុបលើមុខបាត់ដៃគាត់ធំល្មមអាចបាំងមុខអ៊ីនបានទាំងមូលកាយវិការគាត់ស្រាលដូចមនុស្សមិនដែលកាន់លើកដៃលូកម្រាមដៃតូចមូលចាក់ចំខ្នងដៃគាត់នាងស្រកចូលវិញហើយងើយមើលភ្នែកនាងកង់ឡើងហ៊ុយណានមានអារម្មណ៍ថាគាត់បែកក្បាលទៅរកជញ្ជាំងហើយដកដង្ហើមធំអាយុជាង2ឆ្នាំមិនទាន់ចេះនិយាយប៉ុន្តែគេយកឈីងស៊ុយលូកដៃទៅយកប្រអប់បែកដៃនាងត្រូវដៃធំមួយរារាំងជើហ៊ុយណានលឿនជាងក៏លើកប្រអប់រាំដៃរបស់អ្នកទាំងពីរប៉ះគ្នាត្រឹមអារម្មណ៍រដប់របស់ដៃនោះឡើងមកដល់បេះដូងគាត់ដៃនេះកាលពីឆ្នាំមុនពេលវាប៉ះទ្រូងគាត់នៅទុនដល់ថ្នាក់រោគឆ្អឹងមិនឥឡូវវាដប់ដូចក្រដាសប៉ុន្មានឆ្នាំនេះគាត់មានដុំពុកប៉ុន្មានហើយរងទុកប៉ុណ្ណាជើហ៊ុយណានកាន់ប្រអប់បាយដែលលាងរួចត្រឡប់មកគាត់រៀបចំបន្ទប់ដែលចង្អៀតនៅក្រៅបង្អួចមេឃុំឈីងស៊ុយអប់យីងអង្គុយលើកែមក្រែមើលនាឡិកាចិញ្ចៀតហើយអ្នកត្រឡប់ទៅវិញទៅសម្លេងគាត់ស្អាតខ្ញុំនឹងមកជើហ៊ុយណានឈរស្ងៀមគាត់បែកក្បាលចុះមើលយីងចង់បាននឹងយកស្គរគ្រាប់ដាក់បាយទុំនៃក្មេងស្រីតូចភ្លឺឡើងពណ៌មូទាំងពីរញឹមនាងមកក្បាលដូចគេជើងតូចដែលព្យួរលើក្រែក៏ក្រវីជើហ៊ុយណានលើកកាបូបលាក់ពណ៌ដោយឈីងស៊ុយអប់កូនហើយបញ្ជូនគាត់ទៅជើងគាត់ទើបតែហួសកំពីសម្លេងចុចមួយពីក្រៅសោតទ្វារត្រូវបានវាជើចាស់បំបែកអ្នកទាំងពីរចេញពីគ្នាជើហ៊ុយណានឈរនៅកន្លែងដដែលមាត់ភូមិហាក់ដូចជាមានអ្វីដកដង្ហើមក៏ពិបាកភូមិងឹតសូនពន្លឺផ្កាយពី3រីប៉ាយក្នុងរាត្រីមានតែផ្ទះឥដ្ឋក្រហមមួយនៅក្បាលអំពូភ្លើងភ្លឺខ្លាំងរហូតដល់ជើហ៊ុយណានដើរទៅមាត់ទ្វារមិនប្រញាប់ចូលក្នុងផ្ទះកំពុងម៉ោងប៉ុន្មានហើយប្អូនប្រុសទី2មិនទាន់មកវិញគុំថាគាត់មានបញ្ហានៅក្រុងមានបញ្ហាអីទៅច្រើនត្រូវបានចាប់ដោយអ្នកតូចនោះជើដាជន់សាច់2ដងសម្លេងពោពេញដោយបងទី2មិនយកសៀវយ៉ាជីកូនស្រីទេពិបាកនិយាយនៅអំបៅនោះហ៊ានលួងលោមបងថ្លៃធំមិនដឹងថាដេកជាមួយបរិះប៉ុន្មានបងទី2ឆោតនេះកុំយកជំងឺខ្វាក់មកវិញទ្វារត្រូវបានទាត់បើកសម្លេងនៅក្នុងបន្ទប់ឈប់លីយ៉ុងឈិនភ័យញ័រការធ្លាក់រីពេញជើហ៊ុយណានឈរនៅមាត់ទ្វារមុខខ្មៅដូចបាត់ជើដាជន់និងជើនីងដែលទៅនិយាយដូចជាមានមជុលលោតចេញពីសាឡុងឈើថ្មីក្រញឹកមិនហ៊ាននិយាយឆៃជីនហ៊ូមិនខ្វល់ទេញឹមយ៉ាងស្រស់ស្រាយស្វាគមន៍បងទី2មកវិញហើយញ៉ាំបាយហើយឬនៅជើហ៊ុយណានកិច្ចដៃដែលលូកមកយកគាត់សម្លឹងមើលឆៃជីនសម្លៀកបំពាក់ឌីកាឡុងចាស់នោះក្នុងក្បាលឃើញតែរូបភាពអាហាភាបន្ទប់ខាងក្នុងលៀងរហែកដែលកាត់ទៅវិញធ្វើសម្លៀកបំពាក់កូនផ្ទះរៀបទៀបនេះគាត់ថាក្រោយអ្នកចេញទៅមិនដល់មួយខែក៏ចាប់ផ្ដើមសង់ធ្វើស្អាតអស់ជាងកន្លះឆ្នាំមើលទៅអស់ចាទេល្អជាងគេក្នុងភូមិឆៃជីនហ៊ូមុខពេញដោយជើហ៊ុយណានបិទភ្នែកចោះបាំងអារម្មណ៍ក្នុងភ្នែកប៉ុន្មាននេះរាប់មិនច្បាស់ទេអស់លុយក៏ឈប់អ្នកផ្ញើលុយមកក៏សង់ទៅជើដាជូននេះសម្លេងមិនល្អប្រញាប់ចូលមកជួយបំបែកហ៊ុយណានបងប្អូនយើងរួមគ្នាអ្នកចេញលុយខ្ញុំចេញកម្លាំងអ្នកណាក្នុងភូមិមិនសរសើរបងទី2នឹងប្រពន្ធបងថ្លៃអូនតែអ្វីខ្ញុំដេញគាត់ទៅធ្វើអីឆៃជីនហ៊ូស្រែកខ្លាំងបងទី2កុំស្ដាប់មេអំបៅនោះបំភាន់កូនក្នុងពោះគាត់មិនមែនរបស់អ្នកទេអ្នកចេញទៅតែ8ខែគាត់ក៏សម្រាលសម្លេងរបស់ជើហ៊ុយគាត់ថាកើតមិនគ្រប់ខែក៏អ្នកណាឃើញខ្ញុំមានទោះជាកូនរបស់អ្នកមែនវាក៏ជាមនុស្សអាក្រក់គ្មានខ្មាស់លីយ៉ុងឈិននិយាយកាន់តែមិនថាវាទៅជាមួយបរិបចាប់អ្នកទីបងប្រុសទុកវា8ខែទៅហ៊ានចេញថាគ្រូសាយើងបងធ្លាប់រៀបការយូរហើយថ្ងាសជើហ៊ុយណានរមួល2ដងជើតាជន់ឃើញមុខគាត់ចិត្តភ័យញាប់ញ័រប្រញាប់ប្រញ័លបដិសេធហ៊ុយណានខ្ញុំនិយាយដើមឡើយមិនមែនអ្នកនិយាយផ្ទាល់ទេស្រីស្អាតងូតទឹកមិនបិទទ្វារដោយចិត្តក្រាតខ្លួនបង្ហាញអ្នកលីយ៉ុងឈិនខឹងចាប់ជើតាជន់យ៉ាងខ្លាំងជើតាជន់ព្រិចភ្នែកមិនទាន់ជើហ៊ុយណានមិននិយាយអ្វីទេចាប់គោអាវជើតាជន់លើកគាត់ឡើងដោយដៃវិញឈីងស្វេនឹងស៊ីនហ៊ុយយាយឃើញមុខគ្នាក៏ងូតទឹកមិនបិទជើតាជន់នេះអាក្រក់ណាស់លួចមើលស្រីមេម៉ាយងូតទឹកមិនមែនកណ្ដាប់ដៃហោះចុះមកជើតាជន់ស្រែកឈឺមាត់ប្រេះភ្លាមឈាមហូរពេញស្ត្រី3នាក់ក្នុងផ្ទះស្រែជើហ៊ុយណានមិនបន្ធូររដាប់ដៃវីមួយត្រូវច្រមុះជើតាជន់យ៉ាងពេញឈាមច្រមុះហូរជា2ខ្សែជើតាជន់ត្រូវគេជើញាប់ញ័រជើហ៊ុយណានក្តាប់ដៃចង់វីទៀតជើតាជន់ភ័យស្ទើរនោមថយក្រោយយ៉ាងខ្លាំងឆៃជីនហ៊ូនិងជើនីងម្នាក់អប់ចង្កេះម្នាក់ទីងលីយ៉ុងឈិនប្រញាប់មកដូចខំក្តៅជើហ៊ុយណានថ្មិញខំចូលសាច់ក្លិនឈាមសៃភីជើហ៊ុយណានមិនញឹមសំបីតែបន្តិចសម្លឹងមើលជើតាហ៊ាននិយាយគាត់ម្ដងទៀតខ្ញុំសម្លាប់ទុកប្តីខ្ញុំឲ្យលីយ៉ុងឈិនសក់រួញរីក្រចកវែងវីចូលមុខជើហ៊ុយណានឈប់ចេញជាស្នាមឈាមឆៃជីនហ៊ូឃើញកូនប្រុសមកបែរមករុញលីយ៉ុងឈិនអញហ៊ានវីកូនទី2កូនទី2អ្នកគាត់ចង់វីដាជុនលីយ៉ុងឈិននិយាយមិនទាន់ចប់មុខត្រូវឆៃជីនហ៊ូធ្វើសូស្អប់លីយ៉ុងឈិនក្តាប់មុខភ្ញាក់មួយវិញស្រែកយំហើយស្ទុះទៅរកកម្ដាយគីងគ្នាជាប់សក់នឹងសម្លៀកបំពាក់ជើហ៊ុយណានក្រវ៉ាត់ជើដាតែមកយកកាបូបលាក់ពណ៌លើចេញទៅដោយមិនងាកបងទី2ទៅណាជើនីងស្រែកពីក្រៅឆៃជីនហ៊ូភ្លេចឆ្លុះទឹកសក់ដូចសម្បុកមន់រត់កូនទី2កណ្ដាលអាធិធធ្វើអីអ្នកទាំងពីររត់ទៅផ្ទះចាស់ដែលចាក់សោគ្មានអ្នកនៅជើហ៊ុយណានទាត់ទ្វារសោធ្លាក់ដេលសូគាគាត់រុញទ្វារចូលទ្វារពីក្រោយទុកឆៃជីនហ៊ូនិងជើនីងនៅក្រៅទ្វាររញ្ជួយក្រៅសូទ្វារបើកនឹងស្រែកជេរជើហ៊ុយណានមិនខ្វល់មិនងាកក្រោយសម្លេងឆ្លុះមិនដល់10នាទីស្ងាត់បន្តិចម្ដងផ្ទះទេរបស់របរត្រូវគេយកជើហ៊ុយណានដាក់ក្នុងទីងឹតទៅបន្ទប់រៀបការក្នុងបន្ទប់នៅតែក្រែឈើនឹងក្តារបន្តិចគាត់ឈរក្នុងទីងឹតយូររហូតដល់កណ្ដាលអាធិទើបដេកលើក្តាររឹង
គិតច្រើនតែរូបភាពឈាមនិងភាពកក់អោចាស់ដែលលៀងរហូតរួមជាមួយការពិតដែលកូនស្រីមិនសង្កត់គាត់រហូតរលឹមមិនទាន់ភ្លឺគាត់ក្រោកចេញទៅវិញជីងស្វ័យអប់យីងដែលមិនទាន់ទាញទ្វារបន្ទប់មានមនុស្សឈរនៅមាត់រៀងខ្ពស់ស្លេមឈរបាំងស្ទើរតែពេញទ្វារលើក្បាលរបស់ជើហ៊ុយណានមានទឹកសក់ក៏នៅសើមបន្តិចមិនដឹងឈរនៅក្រៅវិញជីងស្វ័យប្រញាប់ទៅបន្ទប់គ្មានពេលសួរច្រើនចូលមកមើលយីងក្នុងបន្ទប់ខ្ញុំត្រូវទៅចាប់ជើហ៊ុយណានមកក្បាលលោកដៃទទួលកូនពីគាត់ធ្វើមិនសូវស្ទាត់ដៃទាំងពីរទាំងណែងខ្លាចដាស់កូនតូចក្នុងដៃវិញជីងស្វ័យមើលគាត់បែកក្នុងដៃចេញយ៉ាងលឿនម៉ោង7តាមលឺឡាសំឡេងចម្រៀងរហូតដល់ម៉ោង8ការរៀបចំរបស់រួចដៃយ៉ាងលឿនទ្វារចូលកូនតូចនៅដេកផ្អៀងខ្លួនចេញមកក្រៅជើហ៊ុយណានអង្គុយជើងវែងមួយត្រកោងប្រាំរៀមដៃស្រាយសក់លើគាត់បែរមុខពន្លឺថ្ងៃស្នាមកោះលើមុខនឹងឃើញច្បាស់ទាំងអស់នោះជាស្នាមពីវិញជីងស្វ័យដើរទៅចិត្តមិនសួរអ្វីទេគាត់ទីងដោដែលចាប់បាក់មួយដុំចេញពីថតដប់អ៊ីយ៉ូតមួយសំឡេងក្បាស់ពីរបួសលើមុខសម្អាតខ្លួនជើហ៊ុយណានសម្លឹងពន្លឺថ្ងៃពេលព្រឹកប៉ះលើខ្លួនគាត់នៅស្លៀកអាវពណ៌ស្រអាប់ជើហ៊ុយណានស្ដាយសិលមិញនៅផ្សារក្រុងតែទិញរ៉ូបពណ៌លឿងនាងស្លៀកប្រហែលស្អាតជាងឥឡូវមួយមានសំឡេងពីកន្លែងក្រែយីងត្រដុសភ្នែកវិញជីងស្វ័យភ្នែកពោពេញដល់យីងងុយដេកមើលមកជើហ៊ុយណានប្រញាប់ដាក់ថ្នាំលើជើហ៊ុយណានប្រញាប់ដាក់ដបថ្នាំលើតោហើយក៏ចូលទៅចិត្តក្រោកហើយអីគាត់ខ្សឹបស្រាលមិនដូចពេលនិយាយធម្មតាគាត់ក្រោកឲ្យកន្លែងបើគាត់អោបកូនស្រីញឹមចិត្តគាត់មានអារម្មណ៍ចម្លែកមនុស្សនៅមុខតែដូចឆ្ងាយណាស់គាត់អោបកូនទៅរកសម្លៀកបំពាក់ក្បែរគាត់បែរក្នុងអង្គុយយកអ៊ីយ៉ូតនិងសម្លៀកថ្នាំលើស្នាមក្រញាំថ្នាំឈឺខ្លាំងគាត់មិនញើសទេលាងរួចទាញថតដាក់របស់វិជ្ជានុក្រមអង់គ្លេសដេកស្ងាត់ក្នុងថតឃើញសៀវភៅនេះតែគាត់ឈប់គ្មានអ្នកណាដឹងគ្នាលើកមុនមិនមែនពេលណាទេគាត់ឃើញគាត់លើកដំបងរៀនវិទ្យាល័យតាមផ្លូវដើមឈើស្រីសក់កន្ទុយសេះអង្គុយលើកង់ក្រោយខ្យល់បក់សំពត់គាត់ល្ងាចនោះគាត់សួរដឹងឈ្មោះគាត់ថាវិញគ្រូនយោបាយសាលាពូកែភាសាអង់គ្លេសពេលនោះគាត់ចង់រៀនអង់គ្លេសមិនទាន់ចាប់ផ្ដើមដៃគាត់ទៅឲ្យឈប់រៀនគ្រូសាគ្មានលុយគាត់ត្រឡប់ភូមិធ្វើស្រែ3ឆ្នាំគាត់ចូលរៀនសាកលវិទ្យាល័យធំភាសាបរទេសឆ្នាំនោះគាត់រត់ទៅរៀន5ឆ្នាំមិន5ឆ្នាំក្រោយថាគ្រូត្រូវគេចោទសិស្សស្រីលោតទឹកស្លាប់ឪពុកម្ដាយសិស្សទៅសាកលគាត់ត្រូវគេបណ្តេញចេញគាត់មិនទាន់យល់ដឹងផ្ទះរៀបចំឲ្យគាត់ណាត់គាត់ទិញសាច់ជ្រូក2 នំ 2 ឈុតទៅរកផ្ទះគាត់រៀបការជាមួយតែមិនអាចការពារទុកឲ្យគាត់រងទុក3ឆ្នាំដោយវិជ្ជានុក្រមក្នុងថតធ្ងន់ណាស់ស្រាប់តែមានគេទាញជើហ៊ុយណានភ្ញាក់ខ្លួនមើលឃើញភ្នែកធំរបស់អ៊ីនវិញជីងស្វ័យឈរក្បែរនោះយើងទៅបាយនៅអាហារដ្ឋានអ្នកញ៉ាំបាយចង់ទៅជាមួយគ្នាទេគាត់និយាយចេញមកទើបដឹងថាគាត់ក្រោកឈរភ្លេចបិទថតវិញជីងស្វ័យដើរមករុញថតបិទប៉ុន្មានឆ្នាំនេះក្រៅពីការងារផ្សារគាត់រស់ដោយសរសេរបកប្រែនិងសរសេរអត្ថបទផ្ញើទៅបោះប្រាក់ខែ8យន្តក្នុងមិនអាចចិញ្ចឹមកូនអាហារដ្ឋានបុគ្គលិកពេលនេះគ្មានអ្នកណាទៀតទេបុគ្គលិកសម្អាតកំពុងជួយជីងស្វ័យចាប់ដៃអ៊ីនដើរទៅបង្អួចជ្រុងឃើញស្ត្រីវ័យកណ្ដាលនៅអាវត្រណប់ឈប់ជូតជីងស្វ័យនិងអ៊ីនមកហើយនាងញឹមស្វាគមន៍យកបាយពីក្រោមទូ2ចានធំនិងចានឆៅមួយព្រមទាំងនំដូងមាសមួយយកទៅឆាប់ថ្ងៃនេះឆៅគ្រូធ្វើបានក្រៀមឆ្ងាញ់ណាស់នាងចង្អុលទៅនំដូងនេះទុកឲ្យអ៊ីនពិសេសវិញជីងស្វ័យងាកមើលអ៊ីនលើកដៃស្តាំទៅនាងមេដៃពុតចុះពីដងនេះជាសញ្ញាអគុណដែលវិញជីងស្វ័យបង្ក្រោយពីហេតុការណ៍គាត់សន្សំលុយទៅពេទ្យក្រុងធំហើយទិញសៀវភៅរៀនភាសាដៃបង្រៀនត្រៀមខ្លួនសម្រាប់អ្វីដែលនាងទុកបាយឲ្យពួកគេយល់អត្ថន័យនេះច្បាស់នាងសើចពេញមាត់អីគេទៅញ៉ាំបាយជាមួយម៉ាក់ឆាប់វិញជីងស្វ័យលែងដៃអ៊ីនលូកដៃទៅទទួលចានឆាជើហ៊ុយណានឈោពីក្រោយដូចឈើទើបតែដឹងខ្លួនដើរបោះជំហានចាប់យកបាយពីចានមកដាក់ក្នុងដៃស្ត្រីនៅក្រោយបង្អួចទើបតែសម្គាល់ឃើញគាត់ជប់ជូតតោហើយសម្លឹងមើលពីលើចុះក្រោមជើហ៊ុយណានមានកម្ពស់ខ្ពស់ហើយរៀងស្លេមសូម្បីតែឯកសណ្ឋានទាហានក៏លាក់មិនចិត្តបាននិយាយពីការរើសកូនប្រសាររបស់រូបរាងនិងរាងកាយនេះមិនមានអ្វីតែអ្នកស្រីចាងមិនចាប់ឆ្នាំនេះគាត់បានឃើញផ្ទាល់ភ្នែកពីរបៀបដែលវិញជីងស្ត្រីនៅលីវម្នាក់កូនតូចដែលមិនទាន់ចេះនិយាយបានស៊ូទ្រាំនឹងការមើលងាយនឹងទុកលំបាកនេះឥឡូវលេចមុខមកដូចមនុស្សមានពីមុនទៅណាបាត់ជីងស៊ូនេះហើយជាឪពុកដែលមិនខ្វល់ពីអ៊ីនអ្នកស្រីចាំងក្រវ៉ាត់ក្រណាត់ជូតចូលក្នុងសំឡេងឡើងខ្ពស់វិញជីងស៊ូមកក្បាលដោយស្ងៀមអ្នកស្រីចាំងស្អប់មួយដងសម្លឹងមើលហ៊ុយណានដោយភ្នែកចំណេកស្ទើរតែហោះមើលទៅដូចមនុស្សសំរុំតែធ្វើរឿងអ្វីដែលមិនមែនជារឿងប្រពន្ធកូននៅផ្ទះមិនមើលថាឥឡូវមានមុខមករកវិញខ្ញុំថាទៅលងទឹកស្លាប់ទៅចុះកុំឲ្យរំខានភ្នែកនៅក្នុងបន្ទប់បាយនៅមានបុគ្គលិកពីសំឡេងក៏បែកក្បាលមកមើលភ្នែកដូចពន្លឺស្វែងសម្លឹងមើលជើហ៊ុយណានពីលើជើហ៊ុយណានតឹងថ្កៀមយ៉ាងខ្លាំងចិញ្ចាមគាត់សង្កត់តែមិននិយាយពាក្យដោះសារសោះអ្នកស្រីចាងជាតិវាជាកំហុសគ្រួសារចៅដែលមិនយុត្តិធម៌ជាតិពី3ម៉ាត់ថ្ងៃនេះទូវិញជីងស៊ូទះមុខគាត់ក៏ត្រូវឈរទៅវិញជីងស៊ូមើលគាត់លើកថាសដាក់ជៀនវែងចាប់ដៃអ៊ីនដើរទៅទទំនេរជើហ៊ុយណានដើរតាមពីក្រោយដោយស្ងៀមស្ងាត់ហើយអង្គុយវិញជីងស៊ូឲ្យអ៊ីនអង្គុយខ្លួនឯងអង្គុយជើហ៊ុយណានអង្គុយអ្នកផឹកចានវិញជីងស៊ូរុញបាយមួយចានទៅយឺតផ្ទះបាយគ្មានបាយសោទេជើហ៊ុយណានរុញចានមកវិញឯងញ៉ាំទៅបើអ៊ីនញ៉ាំមិនអស់ខ្ញុំញ៉ាំបន្តកុំប្រកែកគ្នា5នាទីក្រោយអ៊ីនកាន់ចានស្របធំជាងមុខវាហឹងកោះបាត់ចានស្អាតគ្មានសល់ទើបតែដាក់ចានដៃតូចមូលក៏ចាប់នំម៉ាក់យន្តពណ៌មាសស្រួយជ្រុះពេញមាត់ជើងតូចទាំងពីរក្រវីលេងសប្បាយជើហ៊ុយណានស្ងៀមគាត់មិនដែលមើលក្មេងមិនដែលឃើញក្មេងស្រីអាយុ2មានចំណងអាហារសិលមិញញ៉ាំបាយតិចគាត់គិតថាក្មេងញ៉ាំបានត្រឹមវិញជីងស៊ូដាក់ស្លាបព្រាបញ្យោថាអ៊ីងធ្លាប់ញ៉ាំច្រើនតាំងពីតូចយប់មិនហ៊ានឲ្យញ៉ាំឆ្អែតខ្លាចរំលាយមិនបានជើហ៊ុយណានទើបយប់មុនមិនបានញ៉ាំឆ្អែតហើយរងទុកពេញមួយស្រីតូចនេះឃ្លានខ្លាំងឃើញវិញជីងស៊ូកន្សែងដៃជូគាត់សួរថាមិនញ៉ាំដូចជើហ៊ុយណានដាំឈូងក្នុងចានគាត់នៅសល់បបរក្នុងថាសនៅសល់ឆាខ្យល់ថ្ងៃញ៉ាំដូចឆ្មាខាំមិនឆ្ងល់ទេស្គមដូចឆ្អឹងគាត់លូកដៃវែងយកបបរនោះមកយកស្លាបព្រាដែលវិញជីងស៊ូលេបប៉ុន្មានមាត់ក៏អស់វិញជីងស៊ូស្ងៀមពណ៌នាងក្តៅដោយមិនអាចគ្រប់គ្រងមកក្រៅពីឪពុកមិនដែលមានបរិះណាញ៉ាំបាយគាត់យកច្រឡំអ្វីមួយថានេះទុកឲ្យគាត់ពិសេសជើហ៊ុយណាននៅក្នុងកងទ័ពញ៉ាំបាយដូចមិនដល់មួយក៏លេបឆាខ្យងដែលនៅសល់ចូលពុកញ៉ាំលឿនតែគ្មានសម្លេងដាក់ចានចត់ងើយមុខឃើញមុខវិញជីងស៊ូក្រហមគាត់ដឹងខ្លួនយឺតកាយវិការនេះដូចជាកំហុសធំគាត់សម្អាតបំពង់សម្លេងខ្លាំងថាសន្សំសំចៃអាហារកុំខាត់សម្លេងនេះធ្វើឲ្យអ្នកតុកបែងងាកវិញជីងស៊ូមុខក្តៅជីងចោះជូតមាត់ឲ្យប្រញាប់ប្រញ័រប្រមូលចានទេយកទៅផ្ទះបាយអ្នកមីងចានទុកឲ្យគេដោយប្រើចានរួមរបស់បាយហូបហើយត្រូវលាងសម្អាតយកពេលគាត់ចេញពីផ្ទះបាយបានហូបម៉ាយយុនអស់ហើយមាត់តូចក៏ឡើងខាញ់ឈោស្ងៀមឲ្យជើហ៊ុយណានជូតដៃជើហ៊ុយណានលុតជង្គង់កាន់កន្សែងដៃពណ៌ខៀវកាន់ម្រាមដៃតូចរបស់ជូតម្ដងមួយដោយយកកុំជូតអីកន្សែងដៃប្រឡាក់ប្រេងជូតមិនស្អាតទេខ្ញុំនឹងនាំគាត់ទៅលាងវិញជីងស្វេដើរទៅកាន់អ៊ីងក្រោមដៃគាត់រៀងស្គមកាន់កូនស្រីធាត់ដូចដុំសាច់ដើរពិបាកបន្តិចលាងដៃរួចចេញពីបន្ទប់បាយគ្រួសារ3នាក់ដើរត្រឡប់ជើហ៊ុយណានដើរតាមក្រោយពីជំហានរូបរាងធំសម្បើមមិនដូចឪពុកទេដូចអ្នកយាមដែលគេជួលមកត្រ
ឡប់មកផ្ទះក្នុងបន្ទប់ស្ងាត់ទ្រសូដកដង្ហើមជើហ៊ុយណានឈរនៅមាត់ចូលមិនដឹងចូលចេញគាត់ដាក់អ៊ីងលើក្រែឈរម្នាក់ឯងនៅក្បែរទីហ៊ានថ្មីរងចាំបញ្ជាទ្រាំយូរបន្តិចបំផុតគាត់និយាយថាខ្ញុំនាំអ៊ីងទៅដើរលេងវិញឈីងស្វេដកដង្ហើមធូរអញ្ចុះសួរកូនស្រីថាទៅលេងជាមួយប៉ាអ៊ីងមើលជើហ៊ុយណានរួចមើលម៉ាក់មុខក្បាលតូចជាច្រើនដងវិញឈីងស្វេណែនាំរឿងខ្លះរួចប្រគល់កូនឲ្យគាត់ឪពុកកូនចេញគាត់ទាញទោសហសេដែលដាក់ឥតត្រត្រយកវិជ្ជានុក្រមអង្គចាប់ផ្ដើមធ្វើខែ8យន្តក្នុងមួយខែមិនគ្រប់គាត់ត្រូវរកការបបប្រែឯកជនបន្ថែមជើហ៊ុយណានកាន់អ៊ីងដែនខាត្រង់ទៅផ្សារក្នុងក្រុងលើកដំបូងដែលធ្វើជាពោពេញដោយការស្ដាយក្រោយនិងសេចក្តីត្រូវតែទិញតាមវិធីសាមញ្ញឃើញកូនគេកាន់តង្វាយជូអែមក៏ទិញឃើញគេផឹកសូដាក៏ទិញយូរប៉ុន្មានដៃឆ្វេងកាន់នំកន្ទុកធំមួយដៃស្ដាំក្តាប់ស្ករគល់ប៉ោងទំពាស្ករកៅស៊ូដៃម្ខាងទៀតរបស់យូពេញទៅដោយផ្លែប៉ោមដាក់ថងនំប៉័ងផ្លែប៉ែសនិងស្ករគ្រាប់គាត់ងើយមើលកូនស្រីគិតថានៅមិនទាន់គ្រប់គ្រាន់ទេបងនាំឯងទៅទិញក្រណាត់ធ្វើសម្លៀកបំពាក់ថ្មីឲ្យឯងនឹងម៉ាក់ល្អភ្នែកឯងភ្លឺដូចអំពូលមុខក្បាលដូចមន់ចឹកអង្គគាត់ចូលចិត្តសម្លៀកបំពាក់សម្លៀកបំពាក់មីងក្នុងលំនៅឋានសរសើរទៅទិញសម្លៀកបំពាក់ហ៊ុយណានមានអារម្មណ៍ក្តៅចង្វាក់បេះដូងលោគាត់អប់យីងដែរយ៉ាងលឿនចូលទៅក្នុងហាងសហគមន៍នឹកឃើញវិញឈីងសវេនៅក្នុងបន្ទប់តែម្នាក់គាត់មិនហ៊ានចំណាយលើសម្លៀកបំពាក់ពីរឈុតនិងទិញរបស់ប្រើពេលចេញមកដៃទាំងពីរពេញទៅដោយរបស់ទ្រូងនៅអប់យីងយ៉ាងស្ដារត្រឡប់ក្រោមពន្លឺដល់ផ្លូវបំបែកចម្ងាយប្រហែល100ម៉ែត្រក្រោមលប់ឈើមានអ្នករុញកង់លក់ការ៉េជើហ៊ុយណានឈប់ហើយទិញការ៉េមទឹកដោះគោពីរដុំមួយដុំរុំក្រដាសឲ្យយីងមួយទៀតក្តាប់ក្នុងដៃខ្លាចការ៉េមរលីដើរលឿនជាងមុនជំហានកាន់តែថោត្រឡប់មកដល់មាត់ទិដ្ឋភាពខាងមុខធ្វើឲ្យជើហ៊ុយណានឈប់ស្ងៀមវិញឈីងសវេអង្គុយនៅតុក្បែរនាងមានបរិះរាងស្គមអ្នកនោះពាក់អាវខៀវដៃខ្លីគូបកងខោខ្មៅនិងស្បែកបង្ហាញពីភាពជាអ្នកចេះដឹងក្នុងទីដៃម្ខាងដាក់លើកៅអីរបស់វេនដៃម្ខាងទៀតត្រថ្ងាមើលពីមាត់ទ្វារអ្នកទាំងពីរនៅចេះរិយាបថស្និទ្ធស្នាលធ្វើឲ្យភ្នែកឈឺនិងក្រពះរមួលឡើងមកដល់បំពង់ជើហ៊ុយណានក្តាប់របស់ដែលនៅក្នុងដៃយ៉ាងឆ្អឹងដៃរឹងដូចការ៉េមក្នុងដៃរលីអស់ទឹកសពស្អាតស្រក់តាមក្រដាសរុំធ្លាក់ចុះធ្លាក់ទៅលើដីគាត់មិនបានដឹងខ្លួនសោះក្បាលគិតតែពីរូបភាពអ្នកទាំងពីរចូលទៅអាពីពីពីដែលរង្គោះរង្គើតើនឹងដាច់ស្រឡះជាងអង្គុយលើដៃគាត់លឹកទឹកការ៉េមដែលស្រក់ចុះញាក់ពេញខ្លួនកូនធាត់បង្វើខ្លួនព្យាយាមចុះពីដៃជើហ៊ុយណានភ្ញាក់ខ្លួនឯសេងដាក់កូនស្រីយីងរត់ចូលផ្ទះយ៉ាងលឿនគួរឲ្យភ្ញាក់ផ្អើលកូនស្រីមិនទៅរកម៉ាក់តែដើរទៅរកអ្នកចាប់ជើងខោរបស់បុរសនោះស៊ីវលៀនចូលក្នុងអ្នកទាំងពីរកំពុងពិនិត្យឯកសារបានរំខានដោយសំឡេងស៊ូជីចាំងមកក្បាលញឹមយ៉ាងទន់អោនចុះលេងជាមួយវិញឈីងស្វែងបែកក្បាលមើលទៅក្រៅមាត់ជើហ៊ុយណានឈរនៅមាត់ទ្វារដូចរូបមុខរឹងរូសក្នុងលប់ស៊ូជីចាំងលើកយីងឡើងទទួលនំកន្ទុយខ្នងដែរមើលទៅក្នុងបន្ទប់ឃើញអ្នកឈរម្នាក់អង្គុយមុខនឹងកូនធាត់រូបភាពនេះធ្វើឲ្យជើហ៊ុយណានក្តៅក្នុងភ្នែកដងត្រូវគេច្របាច់យ៉ាងខ្លាំងសួស្ដីអ្នកគឺជាប្តីរបស់ឈីងស៊ុយជើហ៊ុយណានស៊ូជីចាំងនិយាយមុនសំឡេងទន់អេរិយាបថគ្មានកំហុសជើហ៊ុយណានឈររឹងដូចថ្មគ្រាន់តែញកក្បាលខ្ញុំមិនបានចាប់ដៃទេខ្ញុំនាមស៊ូជីចាំងធ្លាប់ជាសិស្សរបស់ក្រវេងឥឡូវនៅក្រុងចម្ងាយដើរតែ10នាទីពេលឆ្នាំមកនេះខ្ញុំមកប៉ុន្មានជួយការងារប៉ុន្មានជើហ៊ុយណានមិនហ៊ានគិតទៅហើយជីរមូខ្លួនខំចិត្តទប់កំហឹងឲ្យស្ងប់គាត់មានសិទ្ធិត្រឹមត្រូវណៃខ្លួនឯងជាប្តីដែលបាត់ធ្វើឲ្យអ្នកដទៃមិនហ៊ានជួបគាត់ស៊ូជីចាំងអោនក្បាលចង្អុលទៅក្រដាសនិយាយប្រាប់វេនឈីងស៊ូពីរួចដាក់អ៊ីងចុះដីអង្អែច្រមុះតូចរបស់នៅផ្ទះស្ដាប់បង្គាប់ម៉ាក់មួយថ្ងៃទៀតពូស៊ូនឹងនាំទៅលេងសាលាអ៊ីងមកក្បាលយ៉ាងហើយយកនំចិនដែលដាក់ទៅក្នុងដៃគាត់ពូស៊ូមិនបរទេអ៊ីងទុកហូបខ្លួនស៊ូជីចាំងអង្អែសក់ទន់របស់ក្មេងវេនឈីងស៊ូក្រោកឡើងទាំងពីរដើរពីមុខទៅក្រោយដល់មកពេលដើរកាត់ជើហ៊ុយណានស៊ូជីចាំងមកក្បាលជើហ៊ុយណានបែកខ្លួនឲ្យរលេចមើលស្មាគាត់ដូចកំបិតគ្មានចិត្តនេះគាត់មានតែចិត្តប៉នេះទៅវិញធ្វើឲ្យជើហ៊ុយណានដូចសត្វច្រណែនថប់បារម្ភយ៉ាងជាអ្នកឈ្លានពានចូលមកក្នុងទឹកដីវេនឈីងស៊ូឈរត្រង់ផ្លូវក្រវីដៃទៅរូបដែលដើរទៅឆ្វែងមកមើលស្នាមទឹកពណ៌ស្នៅក្បែរជើងដូចទឹកដោះគោការ៉េមរលីគាត់និយាយរំលឹកជើហ៊ុយណានមកក្បែរស្អិតពេញទៅដោយក្រែមផ្អែមមានម៉ាស៊ីនទឹកនៅទីនោះលៀងចុះគាត់ចង្អុលទៅអណ្ដូងទឹកលើដីចូលផ្ទះយកអំបោះចាក់ដីស្ងួតគ្រប់ស្នាមស្អិតហើយបោះសម្អាតពេញមួយជើងមិននិយាយអ្វីជើហ៊ុយណានមានពាក្យច្រើនចង់សួរថាបុរសនោះជានរណាតែគាត់មិនចង់ពន្យល់តតែនាឡិកាជើងបាក់លើទៅរត់ឡើងអ៊ីងឈរលើកៅអីតូចឡើងយកនាឡិកាមកឲ្យវេនឈីងស៊ូឈប់រត់ពាក់កណ្ដាលវេនឈីងស៊ូមើលបុរសធំនៅមាត់ខ្ញុំទៅស្ថានីយ៍អ្នកនៅមើលយីងឬខ្ញុំនាំគាត់ទៅបំពង់ខ្ញុំស្អប់ណាស់ជើហ៊ុយណានថាបកូនស្រីហើយមើលគាត់វិញឈីងស៊ូមើលគាត់មួយផ្លែតតែមិននិយាយអញ្ចុះប្រាប់កូនស្រីថាម៉ាក់ទៅធ្វើការចិត្តដល់ថ្ងៃត្រង់ហើយកុំញ៉ាំអាហារបើមិនដូច្នេះទេឈឺពោះទៅមន្ទីរពេទ្យពាក្យមន្ទីរពេទ្យភ្នែកធំស្រឡាំងប្រញាប់លាក់នំកន្ទុយខ្នងវិញឈីងស៊ូថាបក្បាលកូនស្រីយកក្រដាសស្ដាងធំមួយតូចមួយសម្លឹងមើលគ្នានៅមាត់ជើហ៊ុយណានដកដង្ហើមធំអារម្មណ៍ត្រូវបានកូនស្រីដែលឆ្លាតដូចរំសាយចោលនៅស្ងៀមប៉ាទៅលាងដៃមកដាក់ថង់ធំចូលក្នុងផ្ទះគាត់ដើរយ៉ាងលឿនទៅមកសើបតែចេញទៅទ្វារឈើបន្ទប់ចិត្តខាងបើកក្រសោប្រុសអាយុប្រហែល5ឆ្នាំងើយក្បាលចេញសម្លឹងមើលនំកន្ទុយខ្នងពាក់កណ្ដាលដៃសួរក្មេងស្រីដែលមិនចេះណាទិញឲ្យឯងថត់ស្រក់ទឹកមាត់ចូលមកចិត្តក្រវីចិញ្ចែមស្ដាងដកខ្លួនថយក្រោយកាន់នំកន្ទុយខ្នងយ៉ាងតឹងអ្នកនេះលួចរបស់គាត់ច្រើនដងហើយដែលដួលហើយក្រក់ណៃមកម៉ាក់ឯងមិនបានបង្រៀនឲ្យចែករំលែកទេប្រុសពឹងលើរូបធំទាញចុងនំម្ខាងឲ្យខ្ញុំខំមួយមាត់ក្រោយមកមិនហើយឯងថាមនុស្សល្ងងយីងមិនព្រមលេងថត់ប្រើកម្លាំងទាញយ៉ាងខ្លាំងនំកន្ទុយខ្នងបាក់ជាពីរធ្លាក់ពាក់កណ្ដាលដីដួលលើដីរឹងបាត់ដៃរបស់អាហារសម្រន់ក៏បាត់ភាគច្រើនស្រីស្រក់ទឹកភ្នែកការអាអន់ចិត្តដែលទ្រាំយូរផ្ទុះស្រែកយំយ៉ាងខ្លាំងស្រីដែលស្ងាត់ធម្មតាស្រែកយំមើលខ្ទោកទីទឹកភ្នែកធ្លាក់ចុះមកដីហឺសើឆក់យកនំកន្ទុយខ្នងពាក់កណ្ដាលហើយរត់ទៅបុកជញ្ជាំងរឹងមួយយ៉ាងគាត់ងើយមើលឃើញខោទីហ៊ានត្រង់ពីក្រោមឡើងលើប្រសពនឹងភ្នែកត្រជាក់មួយគូជើហ៊ុយណានឈរមើលគាត់ពីលើរាងកាយខ្ពស់ស្លេសម្ពាធពីការហ្វឹកហាត់យោធីយូរឆ្នាំធ្វើសើអាយុតែ5ឆ្នាំមិនដែលឃើញរឿងបែបនំកន្ទុយខ្នងធ្លាក់ពីដៃទៅជើងញ័ររញ្ជួយបើកមាត់យំស្រែកខ្លាំងជើហ៊ុយណានមិនបានមើលគាត់សោះមិនដាកាត់ទេខ្លួនយកក្មេងស្រីដែលអង្គុយលើដីភក់ដាក់ស្រីតូចមុខស្រក់ទឹកភ្នែកកាន់អាវទ្រូងគាត់យ៉ាងអន្ទះសាអ្នកណាហ៊ានធ្វើបាបកូនខ្ញុំវាផ្ទះចិត្តគ្នាបើត្រីមុខមួយម្នាក់រត់ចេញមកយ៉ាងប្រញាប់ទាញហឺសើមកពីក្រោយលើកចិញ្ចើមហៀបនឹងស្ដីឃើញមុខត្រជាក់របស់ជើហ៊ុយណានពាក្យស្ដីដាក់ជាប់នៅក្នុងបំពង់ស្ត្រីបង្វើភ្នែកដុលមុខញឹមធ្វើជាស្និទ្ធស្នាលរុញសក់ទៅក្រោយត្រជាអូសមិទ្ធជើមែនទេសួស្ដីខ្ញុំឈ្មោះហ្វានប៉ៃប៉ៃជាម្ដាយហឺហ្វឺនៅក្នុងលំនៅឋានគ្រួសារសើមិនជើហ៊ុយណានទៅអ្នករាល់គ្នាដឹងរឿងគាត់អស់ហើយហ្វានប៉ៃប៉ៃលោកដៃចង់ធ្វើស្និទ្ធស្នាលប៉ុន្តែហ៊ុយណានតែក្នុងក្មេងស្រីមិនមើលនាងសោះឲ្យកូនឯងសុំលេងបរោះមិនខ្លាំងតែត្រជាក់ដែលមិនអាចប្រកែកហ្វានប៉ៃប៉ៃសាយស្ងួតទីដៃមកវិញទីហឺស៊ឺមកសួរថាមានរឿងអីឯងធ្វើបាបប្អូនយីងហើយទេគាត់ចង់ឲ្យនំកន្ទុយខ្នងខ្ញុំទៅតែច្របាច់គាត់យំដោយខ្លួនឯងប្រុសក្រញែងយំហើយក៏ហប់ហ្វានប៉ៃប៉ៃសេះក្បាលកូនប្រុសមួយដៃ
កូនឈួតឲ្យគេគ្រាន់តែរាក់ទាក់ឯងយកមកធ្វើជាការពិតនេះចេះតែការពារយកនំខ្ចោតទៅសង្កេតវិញគាត់រើសនំខ្ចោតដែលធ្លាក់ពេញទៅដោយធូលីហុចទៅមុខអ៊ីងមើលនំខ្ចោតប្រឡាក់នោះទឹកភ្នែកហូរកាន់តែខ្លាំងគាត់និយាយមិនចេញគ្រាន់តែញើយមើលប៉ាទាំងអស់ជើហ៊ុយណានដាក់ដៃលើក្បាលកូនស្រីអង្អែពីរដងដោយទន់ភ្លន់អ៊ីងឲ្យគាត់ដោយស្វែងហៅវាថាមនុស្សថ្លង់ហើយដាក់ជើហ៊ុយណានសម្លឹងមើលហ៊ូស័យដោយកំបិតគ្មានសុជីវធម៌ហើយថែមទាំងបើមិននិយាយការពិតទេខ្ញុំនឹងហៅប៉ូលីសមកចាប់ចោលហ៊ូហ្វេពាក្យប៉ូលីសភ័យស្លុតពុះទឹកមាត់បែកកុំចាប់ខ្ញុំមិនប្លន់ទៀតទេហ្វានពីមុខប្រែពណ៌ដូចខ្លាំងធម្មតាក្មេងក្នុងទីធ្លាប្លន់គ្នាបន្ទាក់ណាក៏មិនខ្វល់ដែរបុរសនេះមករករឿងក្មេងអាយុ5ឆ្នាំអ៊ីងសុំទោសជើហ៊ុយណានមិនព្រមទ្រាំតែនំខ្ចោតខូចមួយដុំទេហ្វានទីងហ៊ូស័យថយក្រោយគុំខ្ញុំភ័យខ្លាចអញសង្កេតវិញបានទេជើហ៊ុយណាននិយាយយ៉ាងច្បាស់សំបីតែសំឡេងតែសម្ពាធកើនឡើងទ្វេដងហ៊ូស័យទ្រាំមិនបានយំស្រក់ទឹកភ្នែកសុំទោសខ្ញុំខុសហើយកុំចាប់ខ្ញុំអ៊ីងព្រិចភ្នែកទាំងទឹកភ្នែកដៃតូចចាប់ពោអោជើហ៊ុយណានមានប៉ានៅទីបងប្រុសគាត់ពិតជាសំខាន់ពីខំថ្មិញទីងហ៊ូស័យចូលផ្ទះទ្វាររបិទទិសោខ្លាំងសំឡេងជើស្អុយចេញពីក្រោយទ្វារអីវ៉ាន់អីក្បាលប្តីប្រពន្ធមានស្នេហ៍យកកូនចិញ្ចឹមមកធ្វើជាទីស្រឡាញ់បរិះធំមករករឿងក្មេងដោយសារតែអាហារពឹងប្រពន្ធអេតខ្មាស់រកស៊ីចិញ្ចឹមជើហ៊ុយណានខំថ្មិញតឹងព្រោះគូខាងជាស្រីហើយអ៊ីងនៅទីនេះគាត់ទុកកំហឹងយកកូនចូលផ្ទះមានសោរទ្វារគាត់យកសៀវភៅចាស់មកអានបើកសំឡេងឲ្យខ្លាំងឡើងព្យាយាមបាំងសំឡេងភ្លៀងពីដំបូងផ្សាយពេលថ្ងៃត្រង់វិញឈីងស្វេត្រឡប់ទៅស្នាក់នៅពេលបាយទឹកចូលដល់ច្រកសំឡេងស្រែកជេររបស់ផាន់ពីក៏ចូលស្រីនោះមួយខែមាន20ថ្ងៃដឹកបរិះចូលផ្ទះបើមិនមែនថាគាត់មានរឿងជាមួយថ្នាក់ត្រូវបណ្ដេញចេញពីកន្លែងឆ្នាំងបាក់គូនឹងនេះមិនមែនជាលើកទី1ទេដែលផាន់ពីមុនពេលភ្លៀងជីដាតុងជួយកាន់ឆាត់ចូលស្ទះមកវិញឈីងស្វេអស់1ម៉ោងវិញឈីងស្វេដើរមកដល់មុខជើហ៊ុយណានបានរុញទ្វារចេញខ្មៅដូចបាត់ឆ្នាំមកវិញហើយតែគាត់ចង់ពន្យល់វិញឈីងស្វេមិនឆ្លើយបែកខ្នងដើរត្រង់ទៅផ្ទះលើកដៃគូទ្វារយ៉ាងខ្លាំងអ្នកណានឹងរំខានអីផាន់ពីទាញទ្វារដោយអបសុកវិញឈីងស្វេងើបភ្នែកសម្លឹងមើលផ្ទាល់ពេលទ្វារបើកផាន់ពីដាក់ដៃត្រង់ត្រៀងខ្លួននឹងសុំទ្វារឃើញថាជាវិញឈីងស្វេគាត់ស្ងាត់2វិនាទីបន្ទាប់មកបើកភ្នែកឡើងធ្វើមុខចំអកខ្ញុំថាអ្នកណាធ្វើសំឡេងខ្លាំងក៏ជាម្ចាស់រកលុយតាមខ្លួនមកវិញឈីងស្វេមុខស្ងប់សម្លឹងមុខនោះនិយាយម្ដងមួយពាក្យថាអ្នកទៅតែធ្វើថ្លង់មិនបានទេនិយាយម្ដងទៀតអូហូចង់ឲ្យខ្ញុំនិយាយម្ដងខ្ញុំថាអ្នករកលុយសំឡេងតែកំភ្លៀងយ៉ាងខ្លាំងកាត់ពាក្យស្មោកគ្រប់នោះផាន់ពីយកដៃបាំងថ្ពាល់ក្តៅភ្នែកធំដូចក្រទាំងខ្លួនស្រឡាំងកាំងឆ្កេញតូចហ៊ានវីខ្ញុំថ្ងៃនេះម៉ាក់ហែកមុខឯងឲ្យខ្ទេចភូងភ្ញាក់ខ្លួនស្រែកយំខ្លាំងហើយស្ទុះទៅរកគាត់ឈឹងសាក់ដឹងថាគាត់ឈួតដើរថយក្រោយយ៉ាងស្ងប់ដៃភូងទៅដល់មានមនុស្សខ្ពស់ម្នាក់ឈប់ពីមុខជើហ៊ុយណានលូកដៃវែងដៃធំដូចដៃចាប់ក៏ដៃឆ្វេងភូងយ៉ាងណែនសង្កត់ក៏ដៃចុះបង្វិលស្រាវអូជឿណាស់ភូងស្រែកដូចជ្រូកខ្លួនបង្វិលពាក់កណ្ដាលរង្វង់បែកខ្នងដាក់គេឈឺរហូតអត់សំឡេងធំពេកអ្នកចិត្តខាងកាន់បាយនឹងអាងទឹកមកមើលគាត់ជុំវិញណែនណានជួយផងទីហ៊ានវីស្រីអ្នកណាមកជួយខ្ញុំភូងរើមិនរួចរំកើដៃបន្តិចក៏ឈឺស្រែកខ្លាំងសង្ឃឹមថាអ្នកចិត្តខាងជួយតែអ្នករាល់គ្នាដឹងមាត់គាត់កន្លះម៉ោងថ្ងៃត្រង់អាគារទាំងមូលលឺច្បាស់គ្មានអ្នកណាចូលទេខ្លះខ្សឹបថាវីល្អហើយគួរតែវីមនុស្សអាក្រក់ឈឹងសាងលើកដៃទេស្មាជើហ៊ុយណានស្រាវជើហ៊ុយណានបែរមើលប្រពន្ធកម្ពស់ត្រឹមស្មាគាត់តែមុខស្ងប់គួរឲ្យភ្ញាក់ផ្អើលនឹកឃើញផ្ទះមុខមួយនោះគាត់បន្ធូរដៃរុញភូងទៅមុខបន្ទាប់ពីរុញគាត់នៅតែការពារវិញឈឹងសៀងសម្លឹងមើលភូងបើស្រីនេះហ៊ានធ្វើអីគាត់មិនខ្វល់បាក់ដៃទៀតទេភូងត្រដោះក្តីក្រហមសម្លឹងមើលប្តីប្រពន្ធនេះដឹងថាវីត្រូវលេបកំហឹងនេះឈោដកដង្ហើមធំកំពុងជាប់គាំងស៊ីដាតុងកាន់បាយពីថងឡើងញើសហូរពេញមុខរត់ឡើងពីកម្មចំណមិនទាន់ដឹងរឿងអីទេស្រាប់តែហ្វាន់ពីទីងដៃអញទៅណាបាត់អស់មួយបាក់អញមកយឺតមួយប្រពន្ធថៃក៏ត្រូវគូស្នេហ៍អាក្រក់នេះវីស្លាប់អស់ហើយទៅប៉ូលីសឆាប់ខ្ញុំចង់ប្តឹងគេពីបទធ្វើបាបមានអ្នកគាំទ្រហ្វាន់ពីត្រង់ក្នុងវិញស្ដោះទឹកមាត់ពេញចង្អុលដៃជេរអ្នកទាំងពីរស៊ីដាតុងងើប្រពន្ធគាត់និយាយកុហកក្បាលគាត់វិលមុខដាតុងគុំស្ដាប់ប្រពន្ធថៃអីអ្នកចិត្តខាងលីកាន់ចានបាយមកនិយាយគឺកូនអញហ៊ូស័យទៅឆក់អីវ៉ាន់យីងវិញឈីងស្វេមកសុំទោសប្រពន្ធថៃវិញឈោជេរគេកន្លះម៉ោងពីក្នុងផ្ទះបើខ្ញុំក្តៅក្បាលឆ្នាំងឯងបែកអស់ហើយហ្វាន់ពីគេធ្វើសាក់សីខឹងមុខក្រហមឈោទ្រូងស្ដីឲ្យលីឯងចាស់អីមកនិយាយវិញឈីងស្វេឲ្យឯងទើបឯងជួយគេស្រីឈួតមិនចេះគិតថាអ្នកណាស្រីឈួតថ្ងៃនេះខ្ញុំជេរឯងផងជីដាតុងស្រែកគឺពេញច្រកបៀងគាត់សម្លឹងមើលហ្វាន់ពីថ្មិញគាត់កនៅខ្ទោខ្ទីឯងចង់ឲ្យខ្ញុំមានបញ្ហាទៀតឥឡូវទៅសុំទោសវិញឈីងស្វេភ្លាមលើកមុនកូនឆ្លោះគ្នាគាត់ត្រូវចៅហ្វាយហៅជិលគាត់យ៉ាងខ្លាំងលុបសិតប្រឡងកន្លះឆ្នាំគាត់មិនដែលហ៊ានប្រាប់ហ្វាន់ពីខ្លាចគាត់ទៅរករឿងទៀតតែស្ងាត់ប៉ុន្មានថ្ងៃនេះរករឿងធំទៀតទៅប៉ះប្តីគេជីទីហ៊ានបើការប្រឡងកន្លះឆ្នាំទៀតគាត់មិនបានដំឡើងតំណែងទេឲ្យខ្ញុំទៅសុំទោសគេហើយស៊ីដាតុងឯងឈួតហើយខ្ញុំទេដែលជាប្រពន្ធឯងមិនជួយខ្ញុំទៅជួយមេអំបោះនោះហ្វាន់ពីរឹងមិនព្រមសារភាពកំហុសហ៊ូហ្វេនៅក្នុងផ្ទះភ័យយំស្រែកខ្លាំងណាស់តែប្តីប្រពន្ធទាំងពីររវល់តែឆ្លោះគ្នានៅមាត់ទ្វារនរណាម្នាក់យកចិត្តទុកដាក់កូនសម្លេងដ៏ពីរោះរបស់វិញខានការឆ្លោះរបស់ជីដាតុងធូរស្រាលបន្តិចទើបតែនឹងញឹមនិយាយពាក្យគួរសមហ្វាន់ពីក៏លើកចង្ការដោយមោទនភាពគិតថាអ្នកម្ខាងទៀតសុំទោសខ្ញុំមិនទទួលវិញឈីងស្វេសម្លឹងតែជីដាតុងសម្លេងរៀបស្មើគ្មានអារម្មណ៍វីកាទៅប៉ូលីសវិញសមិទ្ធប៉ូលីសមកកំណត់ថាខ្ញុំវីគេត្រូវពិន័យយ៉ាងម៉េចគាត់បង្កើតពាក្យបង្កាច់បង្ខូចត្រូវបន្ទាបពាក្យនេះចេញមកជីដាតុងនិងហ្វាន់ពីស្រឡាំងកាំងជើហ៊ុយណានឈោមួយកន្លែងសម្លឹងមើលប្រពន្ធរបស់ការអាគីដេដ៏ទន់ភ្លន់នេះក្នុងចិត្តមានភាពអត់ធ្មត់មិនខ្លាចជុកសមិទ្ធជើជីដាតុងភ័យផ្អើលយ៉ាងដើរពីជំហានទៅចិត្តជើកាន់ដៃគាត់យ៉ាងណែនបែកញើសពេញក្បាលបងប្រុសនេះជាកំហុសទាំងស្រុងរបស់ប្រពន្ធខ្ញុំសុំទោសអ្នកជំនួសសូមបងប្អូនប្រាប់សមិទ្ធបើរឿងនេះទៅដល់ប៉ូលីសមុខអ្នករាល់គ្នាក៏មិនល្អសូមអង្គរបងហើយបានទេជីដាតុងទាញយកដៃជើហ៊ុយណានយ៉ាងនិយាយពាក្យដែលរឿយច្បាស់ថាចាត់ទុកជើហ៊ុយណានជាអ្នកសម្រេចចិត្តមនុស្សនៅតាមសាលធំមើលកាន់តែច្រើនអ្នករាល់គ្នាកាន់ចានបាយសម្លេងខ្សឹបខ្សៀវទៀបភ្នែកទាំងអស់សម្លឹងមើលបរោះខ្ពស់ស្លីឯកសន្តានទីជើហ៊ុយណានសម្លឹងមើលវិញឈីងស្វេមួយស្ត្រីនោះឈរនៅក្នុងត្រង់តឹងមុខគ្មានទឹកមុខអ្វីបន្ថែមទេគាត់ងាកមើលវិញសម្លឹងមើលជីដាដៃដែលញើសចេញពីការភ័យអ្នកចូលវត្តខុសជើហ៊ុយណានបង្វិលលោកដៃរួចខ្លួនយ៉ាងស្រួលអ្នកដែលគួរសុំទោសមិនមែនជីដាតុងស្ងាត់ទើបយល់ច្បាស់បែកខ្នងទៅវន់ក្បាលឲ្យវិនឈីងសុំទោសណាសមិទ្ធឈីងស្វេរឿងនេះគ្រួសារខ្ញុំខុសខ្ញុំសុំទោសជំនួសគាត់វិនឈីងស្វេមិនបានងើយមើលទេគាត់គ្រាន់តែមើលជីដាតុងសម្ដែងតែម្នាក់ឯងខ្ញុំទើបតែនិយាយមិនទទួលយកទេវិនឈីងស្វេរាប់មើលថ្ងៃនេះទៀតគាត់នឹងហ្វានប៉ៃឆ្លោះគ្នា3ដងលើកទី1អ៊ីងអាយុត្រឹម10ភ្លៀងធំជាប់នៅជីដាតុងចិត្តល្អជួយយកឆាត់ទៅផ្ទះហ្វានប៉ៃឈោពាក្យសម្ដីអាក្រក់ច្រើនវិនឈីងស្វេគិតពីចិត្តមិនបានតបទេលើកទី2
អ៊ីងទៅចេះដើរត្រូវហ៊ូសេរុញដួល Vincing ស្វេប្រញាប់ទៅជួយកូនធ្វើឲ្យហ៊ូសេដួលរវល់ไปអបកូនក្រ Vincing ស្វេនិយាយមិនក៏អបកូនចូលបន្ទប់វិញទុកឲ្យគេជេរនៅខាងក្រៅការអត់ធ្មត់ពីដងនេះធ្វើឲ្យហ្វានប៉ៃឆ្នាំថ្មីហ៊ូសេឆក់យកស្ករគ្រាប់អ៊ីង Vincing ស្វេឃើញហ្វានប៉ៃយកស្ករគ្រាប់ដែលឆក់បានព្រោះវាចោលដីចង្អុលអ៊ីងជឿថាកូនមិនខ្លាចកើតជំងឺអាក្រក់ទេពាក្យអាក្រក់បែបនេះសំបីតែរូបដីយ៉ាត់ក៏ Vincing ស្វេឆ្លុះជាមួយគាត់ប៉ុន្មានហ្វានប៉ៃដាក់ដៃលើយករឿងចាស់មកនិយាយបន្ថែមរឿង Vincing ស្វេមិនចង់និយាយទៀតទេទៅសុំអ្នកដឹកនាំបដូរបន្ទប់មើលទៅឃើញមនុស្សឥតចាំអីសុំទោសដូចខ្យល់បើបដូរបន្ទប់មិនបានចាំដាក់ច្បាប់ឲ្យច្បាស់ឲ្យគាត់ចាំខ្លះហ្វានភីភីមិនដឹងចិត្ត Vincing ស្វេទេគាត់សើចចំអកដៃសំពះទ្រូងឈោទល់មាត់ទ្វារប្តីមកដល់ហើយអំនួតឡើងអញមិនព្រមអន់ក្បាលឲ្យអញទេជប់និយាយច្រើនទៅតាតុងញើសចុះពេញខ្នងគាត់ដឹងច្បាស់ Vincing ស្វេថាហៅប៉ូលីសមិនមែនគាត់សម្លឹងហ្វានភីភីយ៉ាងបែរមកញឹមដាក់ប្អូនស្រីបងស្រីអញមាត់មិនចេះបិទកុំយកមកដាក់ចិត្តចាត់ទុកជាឲ្យមុខបងរឿងនេះបិទបានហើយបើឲ្យប៉ូលីសមកសម្មិតជើនៅកងទ័ពពិបាកបញ្យល់មនុស្សស្អាតមិនខ្លាចស្រមោលជើហ៊ុយណានស្រាប់តែនិយាយការឿងនេះពីដើមដល់ចប់មិនមែនកំហុសឈីងស្វេទេឯទៀតនិយាយអីជារឿងគេហើយខ្ញុំនឹងឈីងស្វេនៅខាងគ្នាជាគាត់ថាគឺអីខ្ញុំកុំគិតរកចន្លោះពីខ្ញុំឬដូច្នេះវេនឈីងស្វេភ្នែកញ័រនៅខាងគ្នាជាពេលជួបគ្រូសាគាត់ពាក្យនេះនៅពិតទេគុំនិតវិលតែបន្តិចក៏ត្រូវគាត់សង្កត់រឿងក្រោយចាំនិយាយលែងគ្នាហើយយិនទៅព្យាបាលនៅទីផ្លូវនីមួយទៅម្នាក់លែងមានអីជាប់គ្នាជើហ៊ុយណានសង្កេតឃើញគាត់មើលតែឃើញតែមុខត្រង់ជីតាតុងឃើញប្តីប្រពន្ធនេះរឹងញើសហូរចុះពីថ្ងាសគាត់ខំថ្មិញបែកខ្នងលើកដៃទះមួយខ្លាំងសំលេងទះពេញសោហ្វានភីភីថយ3ជំហានដួលអង្គុយលើដីគាត់នៅមិនទាន់ដឹងជីតាតុងទះមួយទៀតទៅប៉ះក្បាលគាត់ពីក្រោយហ្វានភីភីស្រែកឈឺចាប់ជីតាតុងភ្នែកក្រហមលើកដៃចង់ទះទៀតភីភីភ័យខ្លាចក្រាញ់ខ្លួនស្រែកដូចជ្រូកតែការទះមិនបានកើតគាត់បើកភ្នែកឃើញជើហ៊ុយណានចាប់កដៃជីតាពេងដោយដៃម្ខាងបង្រៀនកូនគឺអីកុំយកស្រីមកជើហ៊ុយណានក្រវ៉ាត់ដៃស្ងាត់2វិនាទីស្ត្រីចំណាស់ខ្លះស្អប់ថាជើហ៊ុយណានជ្រៀតជ្រែកតែស្រីក្មេងមើលគាត់ភ្លឺភ្នែកគិតថាទីហ៊ាននេះVincingស្វេមើលក្នុងគាត់គិតក្នុងចិត្តបរិះនេះមិនយករឿងផ្ទាល់ខ្លួនមកលើសិលធម៌ជាមនុស្សចេះពិចារណាមើលជីតាពេងវីប្រពន្ធមិនបានបំបត្តិការស្អប់ហ្វានភីទុយទៅវិញដូចជាល្ខោនហ្វានភីភីក្រោកឡើងយ៉ាងលឿនប្រញាប់ចូលក្នុងបន្ទប់ខ្ចប់សម្លៀកបំពាក់កូនហ៊ូស៊ីដែលកំពុងយំចាកាត់ជីតាតុងដោះដាក់គាត់ឯងជាមនុស្សកំសាកតែអញមិននៅជាមួយឯងទៀតនិយាយចប់ទាញកូនប្រញាប់ចេញរត់បាត់ដូចខ្យល់អ្នករាល់គ្នាមើលចុងផ្លូវមើលជីតាតុងដែលនៅកន្លែងនោះជីតាតុងស្គមរួចទៅហើយឥឡូវក្នុងកោងដូចមន់ចាញ់សុំទោសគាត់ស្អប់ខ្លាំងមនុស្សរត់បាត់បើគាត់ធ្វើម្ដងទៀតអ្នករាល់គ្នារីកាប៉ូលីសខ្ញុំមិនខាត់Vincingស្វេមើលជីតាតុងមិននិយាយអីគ្រាន់តែហើមងាកទៅផ្ទះខ្លួនកូនស្រីតូចកំពុងមើលតាមទ្វារភ្នែកធំស្រីតូចនេះជួបរឿងធំបែបនោះមិនបានស្រក់ទឹកVincingស្វេចូលមកនាងក៏លូកដៃតូចទន់ចាប់ម្រាមដៃម្ដាយយ៉ាងណែនបាត់ដៃប៉ះគ្នាកំហឹងពេញមួយព្រឹករបស់Vincingស្វេក៏លីបាត់គាត់ចូលទៅហើយបិទទ្វារពីក្រោយពីសូរទ្វារស្រាប់តែសំឡេងបរោះស្រែកធ្ងោដោយឈឺចាប់Vincingស្វេឈប់ភ្លាមលួចមើលឃើញជើហ៊ុយណានកំពុងដៃម្ខាងតូននិងសុំដៃម្ខាងទៀតខ្ទប់ច្រមុះឈាមក្រហមស្រក់ចេញពីចន្លោះម្រាមដៃធ្លាក់លើឥដ្ឋស៊ីម៉ងគួរឲ្យភ័យណាស់គាត់ភ្លេចថាមានសុំទោសVincingដើរទៅមុខចង់មើលជើហ៊ុយណានថយក្រោយពីដៃម្ខាងទៀតក្រវីមិនអីទេមើលថៃអ៊ីងផងទៅលាងនៅក្បាលម៉ាស៊ីនទឹកគាត់នៅក្បាលដើរលឿនទៅអាំងទឹកក្នុងទីធ្លាក្នុងមើលទៅគួរឲ្យអាណិតVincingស្វេនិងកូនស្រីសម្លឹងមើលគ្នាភ្នែកបិទទ្វារមិនមែនចិត្តណាគាត់គ្រាន់តែចង់បិទភ្នែកអ្នកក្រៅមិននឹកស្មានថាបុរសនោះដើរតាម3-4នាទីក្រោយជើហ៊ុយណានក៏ត្រឡប់មកវិញច្រមុះឈប់នៅលើឆ្អឹងច្រមុះមានស្នាមជំពណ៌ខៀវធំចុងច្រមុះក៏ក្រហមគាត់លាងមុខជាមួយទឹកសក់នៅសើមរោមភ្នែកក៏សើមមុខដើមរឹងរូសត្រូវទឹកធ្វើឲ្យបង្ហាញភាពទន់ភ្លន់ដែលសុំទោសពិតVincingស្វេនិយាយម្ដងទៀតជើហ៊ុយណាននិយាយសំឡេងដើរទៅឈរក្បែរបន្ទប់ស្ងាត់ឈឹងអ៊ីងព្រិចភ្នែកមើលម្នាក់ទៀតចុងក្រោយទាញជ្រុងឲ្យVincingស្វេដៃម្ខាងទៀតចង្អុលទៅប្រអប់អាលុយមីញ៉ុមហើយវីពុះតូចស្គុំរបស់ពេលនោះVincingសួរគាត់ត្រង់នេះមិនបានទៅយកធម្មតាគាត់តែងតែយកបាយមកមុនពេលលឺថ្ងៃនេះជូហ៊ុយណានចេញទៅស៊ូជីចាងក៏ផ្ញើឯកសារបបអ្នកទាំងពីរពិភាក្សាពីព័ត៌មានលម្អិតធ្វើឲ្យសុំទោសណាអ៊ីងម៉ាក់នឹងនាំឯងទៅបន្ទប់គាត់លើកប្រអប់បាយខ្ញុំនាំអ្នកទាំងអស់គ្នានេះបន្ទប់បាយនៅសល់តែសំណល់អាហារប៉ុណ្ណោះVincingសួរមើលនាឡិកាលើតុពិតជាយឺតមែនគាត់អន់សួរយោបល់កូនអ៊ីងមកក្បាលយ៉ាងខ្លាំងទឹកមាត់ Vincingសួរដាក់ប្រអប់បាយចុះយកសិតចំសក់បន្ទុយពេលរបស់អ៊ីងឲ្យចប់វិញនាំកូនចេញទៅភោជនីយដ្ឋានរដ្ឋអ៊ីងដើរនៅចន្លោះដៃឆ្វេងកាន់ម៉ាក់ដៃស្ដាំកាន់តាមិនដល់ឆ្ងាយស្រីតូចងើយមើលជូហ៊ុយណានមួយផ្លែម្រាមដៃកោចាប់ម្រាមដៃចង្អុលដៃតូចទន់ដូចសម្លៃជូហ៊ុយណានមកក្បាលចេះនឹងភ្នែកក្មេងស្រីដែលកោងដូចព្រះច័ន្ទគាត់ញឹមបង្ហាញក្មេងស្ទូចដៃស្រាប់តែមានអារម្មណ៍ថាធ្ងន់ចុះជូហ៊ុយណានលើកដៃឡើងដោយស្វែងអ៊ីងជើងផុតពីដីព្យួរនៅលើVincingសួរសាំនឹងលបែងនេះហើយជួយគាត់លើកកូនឡើងមិនដល់ប៉ុន្មានជំហានអ៊ីងដៃឈឺក៏ត្រឡប់មកដីសម្រាប់មិនដល់កន្លះនាទីគាត់ធ្វើម្ដងទៀតVincingសួរនឹងជូហ៊ុយណានសម្លឹងមើលគ្នាគ្មាននរណានិយាយគ្នាដោយស្វ័យប្រវត្តិអ៊ីងត្រូវបានគេលើកដូចជាស្រីតូចសើចយ៉ាងសប្បាយសម្លេងសើចភ្លឺថ្លាលាតសន្ធឹងតាមផ្លូវដាំជ្រែកទាំងពីរបង្កើនល្បឿនអ៊ីងត្រូវបានគេលើកខ្ពស់សម្លេងសើចក៏ខ្លាំងស្រមោលដាំឈើស្រមោលគ្រួសារទាំង3នៅលើដីធម្មតាក្រោយម៉ោងបាយក្នុងភោជនីយដ្ឋានតែ2-3ទទេដែលកំពុងញ៉ាំVincingស៊ុយរកតុទំនេរក្បែរជាអ្នកបម្រើយកសៀវភៅបញ្ជីបោះវាលើតុជើហ៊ុយណានរុញសៀវភៅទៅVincingគាត់ងើយមុំលឹងមើលក្តារខៀនតូចព្យួរលើជញ្ជាំងប៊ិចសរសេរបន្លែឆ្អិននិងត្រីថ្មចំហុយសរសេររួចហុចសៀវភៅត្រឡប់ទៅគាត់ក្រឡេកមើលអក្សរដែលស្អាតនិងត្រឹមត្រូវឃើញគាត់មិនបន្ទិVincingស៊ុយប្រគល់សៀវភៅទៅអ្នកបម្រើក្រឡេកមើលឈ្មោះមុខវែងនិយាយចំអកថាមើលយូរបញ្ជាតែពីមុខហើយអង្គុយទៅក្នុងភ្នែកអ្នកបម្រើវាដូចជាជើហ៊ុយណានចិញ្ចាំក្រំតន់ឲ្យគាត់Vincingស៊ុយនិយាយមុនសំឡេងស្ងប់តែពាក្យមុតថាម៉េចភោជនីយដ្ឋានអ្នកមានច្បាប់អបបរម៉ាទិញឬបញ្ជាពីមុខមិនសមនឹងអង្គុយកៅអីអ្នកបម្រើស្ងាត់ឈឹងប្រឈមមុខនឹងភ្នែកត្រជាក់របស់Vincingស៊ុយមិនហ៊ានឆ្លើយតបចាប់សៀវភៅរត់ទៅផ្ទះបាយវិញម្ហូបមកលឿនបន្លែឆ្អិនបៃតងមួយចានត្រីថ្មមួយក្បាលដាក់ប្រេងក្តៅនិងស្លឹកខ្ទឹមថ្ងៃក្តៅម្ហូបស្រាបែបនេះស័ក្តិសមនឹងចំណងVincingស៊ុយយកត្រីដោយសាច់ពូដែលធំបំផុតគ្មានបន្លែដាក់ចូលចានរបស់អ៊ីងហើយដាក់បន្លែឆ្អិនដែលស្រីតូចញ៉ាំយ៉ាងសប្បាយគាត់ទើបលើកចានភ្នែកជ្រុងឃើញជើហ៊ុយណានក៏កំពុងលើកតុកតានៅគាត់ចាំឲ្យគាត់ញ៉ាំមុនបុរសនេះនៅក្នុងកងទ័ពនៅតែរក្សាទម្លាប់នៅតុបាយVincingស៊ុយមិននិយាយចាប់សាច់ត្រីមួយដុំនេះញ៉ាំដោយស្ងាត់ស្ងៀមខុសពីតុបាយកំពុងនិយាយគ្នាខ្លាំងមិនចុះសម្រងអ្នកគិតលុយខាងមុខនិងអ្នកបម្រើដែលគេចូលចិត្តគ្នាហើយភ័យណាស់ម្ដុំកាគេសម្លឹងមករកខ្ញុំស្គាល់ហើយអ្នកគិតលុយនិយាយស្ងាត់គាត់រុញកែងដៃទៅអ្នកបម្រើអ្នកគិតលុយភ្លឺដោយការចង់ដឹងលូមីមិនថាបងថ្លៃគាត់ខ្ជិលហើយស៊ីច្រើនទេ
ហើយនៅផ្ទះធ្វើរឿងអាស្រូវរត់ខ្ញុំមើលទៅមិនដូចអញ្ចឹងគិតលុយសម្លឹងមើលវិញឈីងស៊ុយយូបន្តិចស្រាប់តែផ្ទះផ្លូវគាត់ទាញអ្នកបម្រើដែលទៅចេញស៊ីវីខ្សឹបស្ងាត់ខ្ញុំចាំបានហើយស្រីនោះមិនមែនជាមិត្តរួមថ្នាក់អ្នកទេបងថ្លៃរបស់ចៅនេងនេះចំណែកអ្នកអង្គុយទល់មុខប្រហែលជាបងប្រុសរបស់ចៅមីងលីដែលជាទីហ៊ីស៊ីវីដែលកាន់ធូទឹកឈប់នាងសម្លឹងមើលទៅនោះដោយវិញឈីងស៊ុយកំពុងបន្ថែមត្រីឲ្យកូននាងក៏មើលទៅចៅហ៊ុយណានដែលបែកក្នុងត្រង់ស្មាធំចង្កេះអាវយឺតពណ៌បៃតងយោធាដែលចាស់ប្រកបជាមិនមែនស៊ីវីដាក់ធូទឹកលើតុនាងនិយាយដោយច្បាស់ឬថានេងនាងថាបងគាត់ខ្មាស់ប៉ុន្មានឆ្នាំហើយមិនបានមកផ្ទះមិនខ្វល់ពីម្ដាយកូនប្រុសនេះប្រហែលជាគូកំណានដែលនាងរកនៅក្រៅអ្នកគិតលុយភ្ញាក់មួយគាត់សម្លឹងមើលទៅនោះចង់និយាយតែឈប់ Next CV ដែល hot វិលនាងផ្អៀងមកត្រចៀកអ្នកគិតលុយដៃម្ខាងបាំងមាត់ខ្សឹបប្រាប់យ៉ាងរហ័សអ្នកគិតលុយស្ដាប់ចប់ទឹកមុខប្រែប្រួលចុងក្រោយគាត់មុខក្បាលដោយពិបាកវាមិនល្អទេបើគេដឹងវិញខ្លាច ACV បើកភ្នែកធំនាងចង្អុលទៅទីចៅហ៊ុយណានមើលបរោះនោះនាំប្រពន្ធគេនឹងកូនចេញមកញ៉ាំគាត់ច្បាស់ជាខ្លាចគេដឹងប្រកាសជាខ្លាចបាត់មុខយើងដាក់ថ្លៃខ្ពស់គាត់ក៏មិនហ៊ានសួរច្រើនចេញលុយហើយដើរចេញទៅអ្នកគិតលុយខំបូមាត់រ៉ាមដៃគូសលើតុនៅមិនទាន់សម្រេចចិត្តស្អាតខ្លួនចូលទៅចិត្តគាត់ទៀតអ្នកកុំបារម្ភចាំខ្ញុំនិយាយជាមួយគេអ្នកគ្រាន់តែគិតលុយចំណែកដែលលើសយើងចែកគ្នាពាក់កណ្ដាលពេលឮពាក្យចែកគ្នាពាក់កណ្ដាលរបបភ្នែកអ្នកគិតលុយខែនេះគាត់ទើបតែត្រូវកាត់ប្រាក់ខែកន្លះលុយកំពុងខ្វះគិតយូរហើយទីបំផុតខំថ្មិញមកក្បាលអ្នកទាំងពីរចាំដោយចិត្តផ្សេងមិនយូរប៉ុន្មានពួកគេក៏ញ៉ាំអស់វិញឈីងស្វេយកកន្សែងស្រូវសាលីនៅមាត់យ៉ាងប្រុងប្រយ័ត្នរួចរៀបចាននៅលើតុឲ្យរៀបរយទើបកាន់កូនក្រោកចៅហ៊ុយណានដល់មុខដល់ទៅគិតលុយយកកាបូបចេញសួស្ដីសួរថាទៅយើងប៉ុន្មានចៅហ៊ុយណានយកកាបូបចេញឈរនៅមុខទៅវិញឈីងស្វេកាន់អ៊ីឈរពីក្រោយគាត់មិនឆ្ងាយប៉ុន្មានអ្នកគិតលុយបែកញើសថ្ងាសនិយាយមិនចេញ$8 CV និយាយមុនលើកដៃធ្វើសញ្ញា8បាយរបស់លោកសរុប$8 ចៅហ៊ុយណានញឹមចិញ្ចាំបន្តិចមិនមែនខ្វល់លុយតែគិតថាថ្លៃពេកមិនសមហេតុផលតែវិញឈីងស្វេនឹងកូនឈោពីក្រោយគាត់មិនចង់ឲ្យគេថាគាត់រអិលលុយបាយមួយដូច្នេះរៀបនឹងបើកកាបូបពេល CV នឹងអ្នកគិតលុយរំភើបគិតថាផែនការនឹងសម្រេចវិញឈីងស្វេលើកដាក់ស្រាលើដៃចៅហ៊ុយណានទាញគាត់ថយក្រោយបន្តិចនៅមុខតូសមិទ្ធសួស្ដីចង់សួរបន្តិចបន្លែឆ្អិនដែលយើងហៅមួយចានប៉ុន្មានអ្នកគិតលុយភ័យភ្លាមមើល CV ដោយស្វ័យប្រវត្តិ$2គាត់មកក្បាលស្រាសួរទៀតត្រីចំហុយវិញត្រីថ្លៃ$4កន្លះមួយចានញ៉ាំបាយ3ចានមួយចានកន្លះ$សរុប$1កន្លះពុកសរុប$8យកទេសៀវជួយនិយាយទាំងអបសវិញឈីងស៊ីមើលគាត់ដោយស្ងប់ស្ងាត់ហើយនិយាយថាយ៉ាងចឹងសូមឲ្យអ្នកចេញវិក័យបាត់ឲ្យសរសេរឲ្យច្បាស់ថាម្ហូបនេះមួយតម្លៃប៉ុន្មានឬពាក្យនេះសៀវជួយនឹងអ្នកគិតលុយស្លុតមាត់សៀវជួយសម្លឹងមើលទៅក្លិនក្រអឺតក្រទុំពីមុនក៏និយាយទាំងរអាក់រអួលថាគ្មានទម្លាប់បែបនេះទេយើងមិនចេញវិក័យបាត់ទេខ្ញុំទៅភោជនីយដ្ឋានមិនដែលឮថាមានកន្លែងណាមិនចេញវិក័យបាត់ឲ្យភ្ញៀវទេឬឯកន្លែងឯងគ្មានទម្លាប់នេះឬក៏ឯងមិនហ៊ានចេញចៅហ៊ុយណានដឹងពីការសាកល្បងរបស់វិញឈីងគាត់ដឹងថាអ្នកបម្រើទាំងពីរមានអ្វីមិនគាត់ធ្វើមុខមើលនិយាយថាសៀវជួយនឹងចៅនាងជាមិត្តរួមថ្នាក់តែនិយាយថាស្និទ្ធស្នាលដោយរឿងគ្រួសារគាត់ដឹងច្បាស់គាត់គិតថាចៅហ៊ុយណានជាគូកំណានរបស់វិញដូច្នេះក៏មើលងាយនឹងខឹងស្រូវអ្នកដែលខ្លួនមើលងាយស៊ូបែបនេះសៀវជួយខ្មាស់អស់មុខក្រហមឡើងគាត់ដកដង្ហើមធំមើលទៅហាក់ចង់ឆ្លុះជាមួយអ្នកគិតលុយទីងគាត់ភ្លាមប្រឹងប្រែងនិយាយថាសុំទោសសមិទ្ធទាំងពីរពួកខ្ញុំគិតខុសហើយបាយរបស់លោកសរុប4រៀលកន្លះ4រៀលកន្លះនិង8រៀលខុសគ្នាចិត្តម្ហូបណាមួយគិតខុសឬគិតខុសទាំងអស់សំឡេងឈីនស៊ីនៅតែសាច់ធ្វើឲ្យអ្នកគិតលុយមានអារម្មណ៍សម្ពាធគិតខុសក៏គិតខុសឥឡូវគិតត្រូវហើយមិនគ្រប់គ្រាន់ទេឯងចង់តាមរឿងទៀតសៀវជួយដាក់ដៃសំពះគាត់មកក្បាលថាមែនខ្ញុំចង់ការពារសិទ្ធិរបស់ចង់ដឹងថាជាកំហុសអ្នកគិតលុយឬមានអ្នកណាចង់បោកលុយយើងមិនទាន់លែងលះរៀបប្រញាប់ជួយគ្រប់គ្រងលុយអ្នកដទៃហើយឬសៀវជួយនិយាយទាំងចំអកពាក្យនេះចេញមកវិញឈីងស៊ីនិងចៅហ៊ុយណានក៏យល់ភ្លាមដឹងថានេះជាពាក្យចាំអារម្មណ៍អ្នកដែលចង់ធ្វើបាបនាងវិញចៅហ៊ុយណានសម្លឹងមើលមុខគាត់ដែលស្ងប់ស្ងាត់ស្រាប់តែមានអារម្មណ៍ធ្ងន់ធ្ងរត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះគាត់ត្រូវបានគេនិយាយរហូតដល់2ដងក្នុងរយៈពេល2ឆ្នាំគាត់រស់នៅយ៉ាងលំបាកប៉ុណ្ណាចៅហ៊ុយណានក្តាប់ដៃគោះលើកគិតលុយស្រាលនិយាយទៅកាន់នីមុនគឺខ្ញុំមិនបានបំពេញតួនាទីជាប្តីនឹងមិនអាចការពារនាងវិញ្ញាសានិងកូនស្រីពីថ្ងៃនេះទៅខ្ញុំនឹងមិនឲ្យគេឈឺចាប់ទៀតទេមុនពេលអ្នកគិតលុយសម្រាប់ចិត្តទៅអ្នកគ្រប់គ្រងភោជនីយដ្ឋានបានហើយដើរចេញពីការិយាល័យយ៉ាងពេលដឹងរឿងហើយអ្នកគ្រប់គ្រងក៏សុំទោសភ្លាមអ្នកទាំងពីរមិនទាន់សុំទោសភ្ញៀវទៀតអ្នកគ្រប់គ្រងស្រែកដាក់អ្នកគិតលុយញាប់ញ័រទាំងក៏ប្រញាប់អន់គោរពសុំទោសប៉ុន្តែ CV មិនព្រមទេខ្លួនហើយនិយាយថាសុំទោសយ៉ាងរឹងសុំទោសផងបងប្អូនទាំងពីរដើម្បីសុំទោសថ្ងៃនេះខ្ញុំសុំឲ្យអាហារឥតគិតថ្លៃអ្នកគ្រប់គ្រងញ៉ាំចេញមកលុយដែលត្រូវចំណាយយើងមិនខ្វះខ្ញុំមិនទាមទារតែសម្រាប់បុគ្គលិក2នាក់នេះសូមឲ្យមានវិធានការចៅហ៊ុយណានមិនទទួលយកការដោះស្រាយបែបនេះទេចៅហ៊ុយណាននៅក្នុងកងទ័ពគាត់ឡើងដល់ថ្នាក់មេបញ្ជាការធម្មតាគាត់ដាក់ទោសទាហានក្រោយគាត់មុខងឿងហើយនិយាយសម្លេងត្រជាក់ទីពលគួរឲ្យខ្លាចអ៊ីងក៏ទ្រាំមិនបានចូលទៅចិត្តម្ដេចភ្នែកធំសម្លឹងមើលឪពុកដែលហាក់ដូចជាគិតលុយយំភ្លាមងាកមើលអ្នកគ្រប់គ្រងដោយអស់ CV ក៏ភ័យដែរនាងមិននឹកស្មានថាបរិះនេះចង់ធ្វើរឿងឲ្យគាត់មិនរឿងដែលគាត់ទៅត្រូវគេដឹងងាយគ្រប់គ្នាទេអ្នកទទួលខុសត្រូវក៏មានអារម្មណ៍ដានតឹងបរិះម្នាក់នេះមើលទៅមុខមិនតែមានរូបរាងថ្លៃថ្នូរធ្វើឲ្យគាត់មិនហ៊ានបរិះម្នាក់នេះទេតើអ្នកគិតថាគូដោះស្រាយបែបណាទើបសាំងអ្នកគ្មានច្បាប់ទេត្រូវឲ្យអតិថិជនមានតាមច្បាប់របស់យើងអ្នកធ្វើខុសនឹងទទួលការព្រមានតាមកម្រិតពីនៃឬផ្អាកការងារនិងប្រាក់ខែឬថាអាចត្រូវផ្អាកការងារនិងអ្នកគិតលុយក៏ភ័យញ័រដួងចិត្តគឺសួយជាអ្នកគិតរឿងនេះបុគ្គលិកម្នាក់ទៀតហើយនិយាយឡើងវិញនៅអ្វីដែលពីដើមដល់ចប់ត្រូវគេចង្អុលមុខចំពុកសួយប្រែជាស្លេកស្លាំងភ្លេចក៏អាក្រក់ម្ល៉េះប្រមូលរបស់ឯងហើយចេញទៅលើហាងយើងមិនទទួលមនុស្សបែបឯងខ្ញុំនឹងរាយការណ៍រឿងឯងទៅថ្នាក់ចាំលិខិតបណ្ដេញចេញអ្នកទទួលខុសត្រូវខិតថាបណ្ដេញឲ្យសួយវិលមុខគៀងស្ងាត់ការងារនេះគាត់បានតាមរយៈអ្នកស្គាល់ច្រើនទើបរកឃើញគាត់ភ័យអស់ហើយភ្នែកហូរដូចខ្សែគុជស្ដីបន្ទោសអ្នកហេតុអ្វីត្រូវរករឿងគ្នាខ្លាំងម្ល៉េះហេតុអ្វីមិនទុកឲ្យខ្ញុំផុតស្រែកដាក់ចៅហ៊ុយណាននិងវិញឈីងស៊ុយក៏យំរត់ចេញពីភោជនីយដ្ឋានអ្នកទទួលខុសត្រូវមានក៏សម្រេចផ្អាកប្រាក់ខែអ្នកគិតលុយមួយសប្តាហ៍រឿងនេះក៏ចប់សពគ្រប់ចៅហ៊ុយណានមិននិយាយអ្វីគាត់ដាក់លុយ4បាត5លើកគិតលុយគាត់មើលភ្នែកវិញឈីងស៊ុយមួយក៏អោបគ្រូសាយងចេញពីភោជនីយដ្ឋានបន្ទាប់ពីស៊ុយរត់ចេញគាត់រកកន្លែងស្ងាត់ស្រែកយំអស់ពីចិត្តគាត់មិនហ៊ានត្រឡប់ហឹងនៅតែមិនអស់គិតទៅគិតមកគាត់សម្រេចចិត្តទៅរកត្រាប់ពីរឿងដែលវិញឈីងស៊ុយនាំប្រុសស្រីទៅញ៉ាំបាយហើយរួមគ្នាជាមួយប្រុសស្រីបន្ថែមព័ត៌មានចៅនីងចៅជាគ្រូសាប្តីរបស់គេដឹងរឿងនេះប្រកាសជាចេញមុខប៉ុន្តែអ្វីដែលគាត់មិនគាត់យំប្រាប់រឿងពីដើមដល់ចប់ចៅនីងស្ដាប់ចៅនីងក្រវីចិញ្ចាំហើយនៅមួយសន្ទុះក្រោយចៅនីងនិយាយដោយមិនច្បាស់សៀវជួយអ្នកប្រហែលជាច្រឡំបងទី2ខ្ញុំមកដល់ផ្ទះអ្នកដែលអ្នកនិយាយញ៉ាំបាយជាមួយបងថ្លៃខ្ញុំនោះគឺបងទី2ខ្ញុំចៅហ៊ុយអ្វីទឹកភ្នែកសៀវជួយឈប់ភ្លេចស្រក់ចុះគាត់ឈរស្ងៀមចិត្តកន្លះនាទីយកម្ដងទៀតដោយអស់សង្ឃឹមមិនទេលើខ្ញុំស្មានថាបងថ្លៃអ្នកមានគូកំណានចង់ជួយអ្នកឲ្យដឹងខ្លះទើបធ្វើបែបនោះ
ឥឡូវការងារខ្ញុំក៏បាត់ដែរเจ้าនាងមានឃើញស្នាមអបសុកបន្តិចលើកដៃទះក្នុងសៀវឈុយលួងលោមថាអូយកុំប្រញាប់អីចាំបងខ្ញុំត្រឡប់មកយប់នេះខ្ញុំនឹងប្រាប់គាត់ពីរឿងទាំងខ្ញុំនឹងឲ្យគាត់ទៅពន្យល់ថៅកែអ្នកប្រកាសជាឲ្យអ្នកត្រឡប់ទៅធ្វើដូច្នេះសៀវឈុយក៏ឈប់យំបន្តិចម្ដងគាត់នៅផ្ទះเจ้าមួយសន្ទុះរហូតដល់រសៀលទើបចេញទៅเจ้าមីងបោះសណ្ដែកបណ្ដោះចូលចានក្រោកឈរហើយក្រឡោះធូលីដើរចេញពីផ្ទះយ៉ាងលឿនពេលនោះគឹមហ៊ូកំពុងអង្គុយក្រោមដើមជែកលេងជាមួយអ្នកយាយពីរបីនាក់ទំពីនិយាយពីរឿងកូនប្រសាស្រីរបស់លោកលីឆ្លុះជាមួយម្ដាយកំពុងនិយាយអស់ចិត្តស្រាប់តែជូនាងចាប់ដៃនាងហើយទៅផ្ទះជាមួយខ្ញុំមានការសំឆាយគឹមហ៊ូចង់ទាត់ដៃប្រញាប់អីខ្ញុំមិនទាន់និយាយទៅដល់ផ្ទះសិនចាំជូនាងមានកម្លាំងតែទាញឆាយគឹមហ៊ូក្រោកពីកៅអីរហូតអ្នកយាយទាំងប៉ុន្មានមើលក្រោយម្ដាយកូនហើយខ្សឹបគ្នាពីម៉ាត់ចូលដល់ផ្ទះជូនាងបិទទ្វារដើមទាញឆាយគឹមហ៊ូចូលបន្ទប់ក្រោយហើយសួរថាបងពីខែនេះគាត់ដាក់លុយឲ្យឆាយគឹមហ៊ូភ្ញាក់ផ្អើលមិនទាន់ទេគាត់មិនមែនដាក់រាល់ថ្ងៃទី15រៀលលើកនេះគាត់ត្រឡប់មកមុនកំណត់លុយនៅជាប់នឹងគាត់សួរពីរឿងនេះធ្វើអីជូនាងធ្វើមុខអាប់អ៊ូហើយរៀបរាប់រឿងដែលស៊ីវិនពេលគាត់និយាយ4រៀលកន្លះខ្លាយជាទៅភោជនីយដ្ឋានស៊ីវិនឈីងស្វ័យត្រូវគេអញ្ជើញខ្លាយជាទីងបងពីទៅចាក់គិតមើលបងពីទៅត្រឡប់មកស្រីនោះក៏ប្រញាប់លួងលោមគាត់ឲ្យចេញទៅថ្ងៃនេះទៅភោជនីយថ្ងៃស្អែកទិញក្រណាត់ថ្ងៃខាងស្អែកមិនទិញកង់ទេបងពីមួយខែបានប៉ុន្មានគ្រប់គ្រាន់ឲ្យនាងចាយឆាយគឹមហ៊ូស្ដោះគ្រាប់លពៅចោលលើដីងើបហើយគាត់អត់តែមើលលុយចេញពីដៃមិនបានប្រាក់ខែកូនប្រុសក្នុងគំនិតគាត់រាល់ខែដែលគាត់ផ្ញើមកគាត់សន្សំទុកយ៉ាងសំបីតែប្រពន្ធកូនទី2គាត់នៅតែអ៊ូតមយូខ្ញុំថាស្រីនោះបងឯងខំប្រឹងរកលុយក្រៅប្រទេសឯនាងវិញស្រួលតែចាយនិយាយភ្លាមចំណាយជីនហ៊ូវីភ្លើមួយដៃថាយប់នេះបងឯងត្រឡប់មកវិញយកលុយទាំងអស់ចេញមកមួយកាក់ក៏មិនត្រូវទុកក្នុងដៃគាត់ដែរបើមិនព្រមទេគាត់មិនហ៊ានមិនព្រមទេនាងនិយាយបន្តដោយស៊ីជីនហ៊ូក្បាលយកដៃកូនសម្លឹងមើលចាប់បានការយកចិត្តហ៊ុយណានមិនដឹងរឿងដែលកំពុងកើតឡើងនៅផ្ទះមិនដឹងអ្វីពីភោជនីយដ្ឋានដើមអ៊ីនក៏ដេកលក់លើស្មាគាត់ទឹកមាត់ហូរសាមកឲ្យគាត់គាត់មិនដឹងខ្លួនឈីងស៊ូដើរនៅក្បែរអ្នកទាំងពីរមិនបាននិយាយគ្នាមួយម៉ាត់មានតែអ៊ីនម្ដងការរអ៊ូតំក្នុងដំណេកត្រឡប់មកដល់គាត់ដាក់អ៊ីនលើក្រែយ៉ាងទន់ភ្លន់គ្រប់ភួយឲ្យគាត់ល្អអ៊ីននៅមានខ្លួនមាត់ស្ទុះពីរដងបន្ទប់ស្នាក់នៅតូចពេកបន្ទប់នេះត្រឹមតែប្រាក់ក្រែមួយតុហោសេមួយកៅអីមួយបុករួមទាំងជើងហ៊ុយណានដែលកម្ពស់ជាង1ម៉ែត្រងាកខ្លួនក៏ពិបាកគាត់ឈរកណ្ដាលបន្ទប់ដៃជើងមិនដឹងដាក់ត្រង់រលេចមើលជុំវិញបន្ទប់មួយចុងក្រោយភ្នែកធ្លាក់លើសន្លឹកកិច្ចវិញឈីងស៊ូអង្គុយលើកែមដៃម្ខាងដាក់លើក្នុងអ៊ីនជំងាយពីគាត់ប្រហែលកន្លះបន្ទប់ខ្ញុំនឹងធានាគាត់និយាយមួយម៉ាត់អង្គុយនៅមុខតុសេបើវិជានានុកាក់ក្រដាស់កិច្ចការកាន់នៅក្នុងដៃហើយក៏គ្មានអ្វីគាត់សម្លឹងមើលពីអង់គ្លេសលើសមួយក៏មើលមិនចូលនៅពីក្រោយមិនបានបញ្ចេញសម្លេងអ្វីគាត់មិនអាចមិនអើពើវត្តមានរបស់គាត់បានបន្ទប់ស្ងាត់ពេកហើយស្ងាត់រហូតដល់ឬសូគាត់បង្វិលសៀពីច្បាស់ណាស់សូត្រដុសគ្នាធ្វើឲ្យភ្ញាក់មិនសមរម្យទេជន់ស្វាន់ដៃកាន់ប៊ិចមិនហ៊ានសរសេរចុះគាត់ទ្រាំប៉ុន្មាននាទីទ្រាំមិនបាន2ឆ្នាំមុនអ្នកនឹងអ៊ីងតែងតែជួបរឿងបែបនេះទេសម្លេងគាត់មិនខ្លាំងតែនៅក្នុងបន្ទប់ស្ងាត់វិញឈីងស្វ័យកំពុងសរសេរឈប់ដៃចុងប៊ិចធ្លាក់ទឹកថ្នាំលើក្រដាសធ្វើឲ្យពាក្យស្នេហាដែលសរសេរពាក់គាត់មើលដុំទឹកថ្នាំនោះមិនបដូរក្រដាសដាក់ប៊ិចមួយឡែកទៅគាត់ឆ្លើយចាំ2វិនាទីទើបនិយាយទៅកន្លែងនេះមនុស្សតិចរាល់ថ្ងៃឃើញមុខគ្នាមិនដាច់ពេលគ្មានរឿងថ្មីក៏ត្រូវរកអ្វីនិយាយខ្ញុំនៅម្នាក់ឯងជាមួយកូនប្តីមិននៅផ្ទះយូរឆ្នាំមិនឲ្យគេនិយាយក៏គាត់និយាយសម្លេងរៀបស្មើដូចនិយាយរឿងអ្នកនិយាយច្រើនគេក៏ជឿប្រាប់គ្នារហូតខុសដើមកាន់តែនិយាយកាន់តែដំបងខ្ញុំនៅទៅពន្យល់ក្រោយមកដឹងថាគ្មានប្រយោជន៍វិញគេថាខ្ញុំមានទោសអញ្ចឹងឈប់ពន្យល់ទុកឲ្យគេនិយាយតាមចិត្តគាត់ប្រើជ័រលុបដុំទឹកថ្នាំលុប2ដងឃើញមិនស្អាតក៏ឲ្យក្រដាសនោះដាក់សន្លឹកថ្មីអ៊ីងនៅសាលាមតៃឲ្យក៏ត្រូវគេនិយាយមួយរយៈមកផ្ទះមុខមិនសប្បាយខ្ញុំសួរគាត់មិនប្រាប់ក្រោយមកខ្ញុំទៅជួបគ្រូថ្នាក់គាត់តាំងពីពេលនោះមកគាត់និយាយស្រាលតែជើហ៊ុយណានដឹងថាវាគាត់ទៅរកគ្រូទៅដល់ហើយនិយាយអីគ្រូមានអាកប្បកិរិយាពេលនោះគាត់ជាចិត្តប៉ុណ្ណាគាត់មិនបាននិយាយជើហ៊ុយណានកាន់ប៊ិចកាន់តែតឹងគាត់បែរក្បាលមើលគាត់នៅតែអន់សរសេរក្រដាសថ្មីមួយសរសេរឡើងវិញយ៉ាងស្អាតរដាច់ដៃសុទ្ធតែរឹងមាំពេលពាក្យពីរម៉ាត់នេះចេញពីមាត់គាត់គិតថាវាស្រាលវិញឈីងស៊ុយឈប់បន្តិចមិនងាកក្រោយខ្ញុំមិនមែនចង់ឲ្យអ្នកអត់ទោសទេគាត់ដាក់ប៊ិចចុះបង្វែរខ្លួនបន្តិចមករកគាត់គ្រាន់តែគិតថា2ឆ្នាំនេះខ្ញុំខ្វះខាតអ្នកនឹងយីងច្រើនគាត់ឈប់បន្តិចហាក់ដូចជាកំពុងរើសពីហើយក៏ហាក់ដូចជាកំពុងប្រមូលកម្លាំងពេលនោះជ្រើសរើសមិនត្រឡប់មកវិញគ្រូចង់ឡើងឋានៈជាមេបញ្ជាការឋានៈពីលើនោះទើបអាចសុំឲ្យគ្រូសាតាមខ្ញុំគិតថាគ្រាន់តែទ្រាំប៉ុន្មានឆ្នាំនេះនឹងអាចនាំអ្នកនឹងយីងទៅនៅក្នុងពីក្រោយមកមិនចាំបាច់គាត់សម្លឹងទៅក្បាលខាងដែលចង់កន្ទុយសេះសាមញ្ញមួយសម្លេងទៀបណាស់តែខ្ញុំដឹងថាអ្នកនៅទីនេះរស់នៅបែបស្លាប់ក៏មិនព្រមមិនឆ្លោះគ្នារយៈពេលបន្ទប់ស្ងាត់អស់ជាច្រើនវិញឈីងស៊ុយដៃកាន់ប៊ិចព្យួរនៅលើមិនទាន់បានដាក់គាត់ថាអីមិនត្រឡប់មកវិញមិនមែនមិនចង់ត្រឡប់ដើម្បីឡើងឋានៈជាមេឡើងឋានៈដើម្បីឲ្យគាត់នឹងយីងតាមទៅនៅចម្លើយនេះគាត់មិនដែលគិតដល់ទេគាត់តែងតែគិតថាគាត់មិនចង់ប្រឈមមុខផ្ទះនេះរាប់រយរាត្រីគាត់ដេកលើគ្រែតែម្នាក់ឯងគិតពីបញ្ហានេះគិតមកតែមួយការគាត់គ្មានគាត់នឹងកូនដឹងថាមិនមែនទេដែលគាត់ញ៉ៅបន្តិចចុងពេជ្រចាក់លើក្រដាសជាចំណុចគាត់ដាក់ប៊ិចចុះដៃទាំងពីរដាក់ពីលើគ្នាលើក្រដាសកុំឲ្យគេដឹងថាយើងរបាំងដែលគាត់សង់ពីកំហឹងអស់នៅកន្លែងណាមួយដែលគាត់ពន្រេះចេញជាស្នាមតូចជើហ៊ុយណានមើលមិនឃើញប្រកបមិនខំទីដែរសម្លឹងមើលក្នុងគាត់ដែលស្ងាត់ហើយបន្តនិយាយឆ្នាំដំបូងរៀបខ្ញុំចង់ឈប់សម្រាប់មកជួបអ្នកហើយដាក់ពាក្យសុំឈប់សម្រាប់សេចក្តីជូនដំណឹងខ្ញុំខ្ចប់អេវ៉ាន់រួចរាល់គាត់ឈប់មួយផ្លេតដូចជារំលឹកពីយប់មុនចេញដំណើរមេក្រុមចាស់របស់យើងទទួលតេឡេក្រាមពីផ្ទះដៃគាត់ស្លាប់ក្នុងកងទ័ពមានច្បាប់កំណត់ចំនួនអ្នកឈប់សម្រាប់ពេលនោះនៅសល់តែខ្ញុំបើខ្ញុំចេញគាត់ត្រូវរងចាំវិញដៃវែងឈីងស្វែងញាក់បន្តិចតែមិនងាកក្រោយបរិះធំម្នាក់អាយុជិត40ឆ្នាំអង្គុយយំក្នុងសាលដូចក្មេងខ្ញុំមិនគាត់យំពាក់កណ្ដាលបន្ទាប់ខ្ញុំទៅដកពាក្យសុំឈប់សម្រាប់ឲ្យសិទ្ធគាត់និយាយស្ងាត់ដូចជារឿងអ្នកដទៃអ្នកមិនដែលគិតទេបបោមកនិយាយពាក់កណ្ដាលហើយលេបត្រឡប់ជើហ៊ុយណានមិនសួរថាគាត់ចាំប៉ុន្មានវិនាទីក៏និយាយម្ដងបន្ទាប់ពីពាក្យទាំង3នេះបន្ទប់ស្ងាត់មួយរយៈវិញឈីងស្វេរងចាំមិនមានអ្វីបន្តក្នុងចិត្តកើតអារម្មណ៍មិនស្រួលរ៉ែមដៃគាត់ច្របាច់បេទើតែងាកក្រោយពេលបំពេញបេសកកម្មខ្ញុំរបួសសំឡេងគាត់ស្រទន់ណាស់ដូចជាខ្លាចដាស់យីងលើដូចជាខំនិយាយរឿងនេះឲ្យស្រាលមន្ទីរពេទ្យគាត់ឲ្យខ្ញុំចេញទេដេកជាង2ខែក្រោយខ្ញុំដើរបានហើយតែគ្រូពេទ្យមិនព្រមចុះហត្ថលេខាថាបើខ្ញុំចេញទៅមានបញ្ហាទៀតគាត់មិនអាចទទួលខុសរ៉ែមដៃគាត់ដែលកាន់បិចជាង2ខែត្រូវពេទ្យកងទ័ពខាត់ជាង2ខែមិនឲ្យតែរបួសធ្ងន់ដល់ម្លេះរបួសនៅមាត់គាត់ខ្ញុំនិយាយស្រាលមិនប្រាប់អ្នកផ្ទះទេក៏មិនបានប្រាប់ទី1មិនចង់ឲ្យអ្នកបារម្ភទី2គាត់ឈប់បន្តិច
ចប្រាប់ទៅក៏មកមិនរួចមកក៏ជួយអ្វីមិនបានឥតប្រយោជន៍ខាត់ថ្លៃដល់កំពុងក៏របស់វេងឈីងស្វេស្ត្រោយមកក៏បួសជាថ្នាក់ដឹកនាំកងទ័ពហើយចង់បណ្ដុះបណ្ដាលខ្ញុំឲ្យទៅខាងនយោបាយឲ្យខ្ញុំខំប្រឹងពេលនោះខ្ញុំគិតថាអាចឡើងឋានៈកងវ៉ូសេនាអ្នកនឹងកូននឹងអាចតាមខ្ញុំបាច់នៅឆ្ងាយពីគ្នាទៀតដោយសារនឹងហើយខ្ញុំមិនបានត្រឡប់មកគាត់និយាយចប់រឿងឆ្នាំទី1ឲ្យមេប៉ែឆ្នាំទី2ដេកពេទ្យឆ្នាំទី3ខំឡើងតំណែងដើម្បីយកគាត់រាល់ឆ្នាំសុទ្ធតែមានហេតុផលនេះមួយស្ដាប់ទៅសំហេតុ3ឆ្នាំនេះបុកសម្រាប់គាត់គឺជាង1000ថ្ងៃយប់ដែលគ្មានវេងឈីងស្វេបើកមាត់បន្តិចរួចក៏បិទគាត់មិនដឹងថាគួរមានអារម្មណ៍និយាយថាស្រាក់ស្រានក៏មិនដល់និយាយថាស្អប់ក៏ហាក់ដូចជាស្អប់មនុស្សម្នាក់ដែលឈរទុកខ្ជាប់ខ្ជួបអស់3ឆ្នាំធ្វើឲ្យអារម្មណ៍មុតស្រួចទាំងនោះរើខ្ញុំនិយាយរឿងនេះមិនមែនចង់ប្រកែកអ្វីទេសំឡេងរបស់ជើហ៊ុយណានពោពេញដោយភាពស្លេកស្លាំងក្រោយការទប់អារម្មណ៍គ្រាន់តែគិតថាអ្នកគួរតែដឹងខ្ញុំមិនមែនដូចអ្នកផ្សេងនិយាយថាមិនចង់ជួបគាត់និយាយចប់ប្រយោគបន្ទប់ក៏ស្ងាត់ម្ដងអ៊ីងរមៀលខ្លួនលើក្រែដៃតូចក្តាប់ជ្រុងភួយគាត់សើមាត់បន្តិចវិញឈីងសៀសម្លឹងមើលក្រដាស់ដែលរីនៅបរទេសនៅលើនោះលោតរំគាត់មើលមិនចូលសោះបើគូនិយាយអីនិយាយទៅនោះជាពាក្យកុហកថាខ្ញុំយកគាត់មិនប្រកាសថាខ្លួនឯងយកទេឆ្នាំហើយគាត់ទ្រាំពាក្យគេនិយាយតែម្នាក់ធ្វើការទាំងពុះធំកណ្ដាលអធិទៅកាន់កូនក្តៅខ្លួនទៅមន្ទីរពេទ្យថ្ងៃទាំងមិនមែនគាត់បញ្យល់ពី3ម៉ាត់ថ្ងៃនេះហើយគឺក៏មិនមែនមនុស្សមិនចេះគាត់សាំបូមកគាត់គ្រាន់តែហៅពាក្យដឹងហើយស្អាតស្អំជើហ៊ុយណានអង្គុយនៅក្បាលក្នុងបន្តិចដៃទាំងពីរត្រលើងចំពោះចម្លើយហើយមិនរើអស់មួយសាំពិតក៏មិនសង្ឃឹមថាគាត់និយាយពាក្យផ្អែមល្ហែមពីឆ្នាំនេះគាត់រស់នៅថ្ងៃនេះគាត់ឃើញនៅភោជនីយដ្ឋានត្រូវគេសាច់ដើរតាមផ្លូវត្រូវគេចង្អុលមានសិទ្ធអីទៅទីមទីឲ្យគាត់ញ៉ាំដែរតែពាក្យដឹងហើយនេះនៅតែធ្វើឲ្យគាត់ជិះចាប់មិនមែនខឹងទេវាធ្ងន់ដូចមានអីស្ទះក្នុងទ្រូងតោដង្ហើមមិនចេញក៏លេបគាត់នៅស្ងៀម10ហើយក៏និយាយទៀតខ្ញុំផ្ញើលុយនិងសម្បត្តិទៅផ្ទះសម្បត្តិនិងលុយទាំងនោះអ្នកមិនបានទទួលសម្បីតែនេះមិនមែនស៊ូគាត់គឺប្រាប់គាត់ពីការពិតដែលគាត់ស្មានដឹងហើយវិញឈីងសៀមិននិយាយចាត់ទុកថាព្រមហេតុអីតម្លៃអ្នកមិនព្យាយាមតាក់ទងខ្ញុំគាត់ដាក់បិចចុះខ្ញុំបានតាក់ពេលពោពុះ3ខែខ្ញុំសុំអាសៀឋានពីប្អូនស្រីអ្នកក្រោយមកផ្ញើសម្បត្តិរាល់2ខែរហូតដល់ in card សរុបទៅ7 8ជើហ៊ុយណានភ្ញាក់តែខ្ញុំមិនដែលទទួលសម្បត្តិ12សម្លេងគាត់ស្មានគឺគេនិយាយថាថ្ងៃនេះអាកាសល្អគ្មានសម្បត្តិមួយជើហ៊ុយណានគិតលឿនណាស់មុខគាត់ប្រែពណ៌นิ่ងៗឲ្យអាសៀឋានឯងចាំទេគាត់មិនស្ទាក់ស្ទើរសូត្រអាសៀឋាននោះចេញមកត្រឹមសរសេររាប់សិបដងហើយបិទភ្នែកក៏សូត្រចេញដែរមុខជើហ៊ុយណានធ្លាក់ចុះបន្តិចម្ដងអាសៀឋាននេះសម្លេងគាត់ស្អប់នេះជាអាសៀឋានកងអនុហ្វេណាខ្ញុំផ្លាស់ទីមុនរៀបការជាមួយนิ่ងៗដឹងរឿងវិញឈីងស្វែងបែរមកមើលគាត់ត្រឹមតែមួយផ្លេតនេះមិននិយាយអីទេតែប្រាប់គ្រប់យ៉ាងជើហ៊ុយណានអន់ក្បាលចៃទាំងពីរប្រទាក់គ្នាសន្លាក់ម្រាមដៃសូក្រគាត់ធ្លាប់គិតថាវិញឈីងស្វែងមិនចង់តាក់ទងធ្លាប់គិតថាគាត់ដូចគ្រូស្អប់គាត់មិននៅផ្ទះយូរទើបកាត់ទំនាក់ទំនងមិនមែនទេគាត់ធ្លាប់សរសេរមួយច្បាប់ញ៉ាមួយច្បាប់មួយតែសម្បត្តិទាំងអស់លេខបាត់ព្រោះអាសៀឋានខ្លាចគាត់មិនទាន់រំលាយរឿងនេះផងវិញឈីងស្វែងនិយាយទៀតថាក្រោយយីងកាអូនស្រីឯងមករកខ្ញុំម្ដងឲ្យលេខទូរស័ព្ទមកខ្ញុំជើហ៊ុយណានងើយមើលនាងគាត់មិននិយាយតែភ្នែកប្រាប់ថាគាត់ចង់ដឹងវិញឈីងស្វែងយល់ភ្នែកគាត់អាសៀឋានគិតខ្ញុំ2យន្តលេខទូរស័ព្ទគិតខ្ញុំ5យន្តមាត់ជើហ៊ុយណានរមូល2យន្ត5យន្តសម្រាប់គាត់មិនអីទេតែសម្រាប់វិញឈីងស្វែងជាលុយដែលសន្សំពីមាត់ពីពោះលុយគាត់ផ្ញើទៅផ្ទះរាល់ខែនាងមិនឃើញមួយសេនទេនាងនៅស្ថានីយ៍ចិញ្ចឹមខ្លួនឯងនឹងកូនដោយប្រាក់ខែតិចតួចហើយត្រូវដកលុយទិញអាសៀឋានខ្លាញ់តែមិនដឹងថាលេខទូរស័ព្ទអូនស្រីរបស់គាត់យកលុយពីបងថ្លៃខ្លួនឯងហើយលក់ព័ត៌មានខ្លាញ់ជើហ៊ុយណានដាក់ដៃទាំងពីរប្រសរសៃដៃប៉ោងឡើងបន្តិចពេលបានលេខនឹងខ្ញុំកំពុងខ្វះលុយមិនហ៊ានទូរស័ព្ទចាំអាំងធំដល់ខែចំណាយតិចជាងមុនទើបខ្ញុំសន្សំលុយបានគ្រប់តម្លៃទូរស័ព្ទគាត់សម្លឹងមើលលើតុហាក់ដូចជាមើលក្រដាស់នៅតែក៏ហាក់ដូចជាមើលទៅខ្ញុំនៅចាំថ្ងៃនោះមានព្រើតាមផ្លូវគ្មានមនុស្សតតែសោះខ្ញុំរំអាំងក្នុងភួយតូចឲ្យចិត្តហើយយកពាក់លើខ្នងដើរជាង20នាទីទៅដល់ស្តង់ទូរស័ព្ទសាធារណៈគាត់និយាយដល់ត្រង់នឹងក៏ឈប់ជើហ៊ុយណានមិននិយាយចាំស្ដាប់គាត់បន្តខ្ញុំដាក់លុយ1បាតជាតម្លៃទូរស័ព្ទហើយចុចលេខនោះអ្នកទទួលទូរស័ព្ទសួរខ្ញុំថារកខ្ញុំប្រាប់ឈ្មោះអ្នកគាត់ថាចាំបន្តិចហើយទូរស័ព្ទក៏ដាច់ជើហ៊ុយណានក្រញឹមអ្នកលក់នៅស្តង់ថាខ្សែខូចឆ្នាំនោះរដូវរងាព្រើធ្លាក់ធំណាស់ខ្សែទូរស័ព្ទទៅជួសជុលរួចដល់រដូវការីគាត់និយាយរឿងទាំងនេះដោយសំឡេងស្ងប់យកកូនតូចពាក់លើខ្នងដើរលើព្រឹល20នាទីចំណាយលុយ1បាតដែលសន្សំចុងក្រោយទូរស័ព្ទដាច់ពាក់កណ្ដាលរឿងទាំងនេះនៅក្នុងមាត់គាត់និយាយពីការពីម្សិលក្រោយមកខ្ញុំទូរស័ព្ទទៅទៀតប៉ុន្មានដងអ្នកទទួលទូរស័ព្ទថាអ្នកការចងចាំរបស់ជើហ៊ុយណានត្រូវបានទាញចេញគាត់ពិតជាធ្លាប់ទទួលដំណឹងមានគេទូរស័ព្ទប្រពេលនោះគាត់គិតថាជាយាយទូរស័ព្ទមកតាមឲ្យគាត់ផ្ញើលុយពីមុនក៏ធ្លាប់មានគាត់ក៏មិនបានយកគិតថាបើមានរឿងបន្ទាន់ច្បាស់ជាទូរស័ព្ទទៅវិញច្រើនដងមិនត្រឹមតែម្ដងតែគាត់មិនដែលទទួលបានពេលនោះគាត់កំពុងនៅទីលានវឹកហាត់នៅក្នុងបន្ទប់ស្នាក់នៅកំពុងបកប្រែឯកសារបរទេសប្រញាប់ដើម្បីថ្ងៃណាមួយអាចនាំគាត់ចុះគាត់កំពុងធ្វើអីគាត់កំពុងដឹកកូនដើរ20នាទីក្នុងទូរស័ព្ទសាធារណៈ$1ហើយម្ដងខកចិត្តម្ដងសន្សំលុយហើយខកចិត្តទៀតចូលក្នុងបន្ទប់ហាក់ស្ដាងស្រាប់តែដេកលើក្រែដកដង្ហើមស្មើទ្រូងតូចឡើងចុះជើហ៊ុយណានបើកមាត់កន្ត្រៃរបស់គាត់រមៀលសុំទោសគាត់បាត់ចុះកែងដៃទាំងពីរត្រលើងជង្គង់រាមដៃទាំង10ចាក់ចូលសក់ក្បាលអន់ចុះយ៉ាងជ្រៅសំឡេងស្រាលណាស់ស្រាលដូចនិយាយឲ្យខ្លួនវិញឈីងស្វេមិនឆ្លើយគាត់បាត់ចុះភ្នែកធ្លាក់លើក្រដាស់ប្រយោគដែលបោកប្រែពាក្យកណ្ដាលដេកនៅចុងក្រោយសរសេរតែផ្នែកខាងស្ដាំនៅទំនេរឆ្នាំដែលស្រក់ពីចុងបានរាលដាលជានេះជាឯកសារបោកប្រែចុងក្រោយរបស់ប្រគល់ឯកសារនេះជើហ៊ុយណានក៏ប្រហែលអាចជួយគាត់យកលិខិតណែពេលនោះគាត់អាចនាំអ៊ីងទៅមន្ទីរពេទ្យធំក្នុងទីគាត់ជូតចុងបិចលើមាត់ដប់ទឹកថ្នាក់ចុះលើក្រដាស់វិញបន្តសរសេរពាក្យដែលមិនសំឡេងពីក្រោយគាត់មិនងាកក្រោយតែដឹងថាជើហ៊ុយណានក្រោកពីក្បាលក្រែជំហានរបស់គាត់ស្រាលទម្លាប់វឹកហាត់ក្នុងកងទ័ពស្ទើរតែគ្មានសំឡេងគាត់នៅតែដឹងថាគាត់កំពុងគាត់ឈប់នៅពីក្រោយគាត់មួយសន្ទុះស្រាប់តែមានដៃខាងលូកមកពីខាងស្ដាំមកពីមុខគាត់ដៃធំទូលាយអឹងម្រាមដៃច្បាស់លើដៃនោះមានក្រុមតូចខុសគ្នាលំគ្នាមានច្រើនសัญลักษณ์ប៉ុន្មានសัญลักษณ์5ហើយនៅសល់1 2បាតទៀតលុយចិញ្ចឹមជីវិតខែនេះសម្រាប់អូននិងអ៊ីងវិញឈីងស៊ុយមើលនាងមិនបានបដិសេធឬធ្វើជាមនុស្សឆ្ងាយទេនាងលូកដៃទទួលយកអ៊ីងជាកូនរបស់គាត់ថ្លៃចិញ្ចឹមកូនជារបស់នេះគាត់យកដោយសំរុំគាត់បាត់លុយនោះហើយខ្ទាស់ដាក់ក្នុងគម្របខាងក្រោយនៃវិជ្ជាបន្តបបប្រែចុះជើហ៊ុយណានដកដៃគាត់ត្រឡប់គាត់មិនទាន់ឈរនៅពីក្រោយចិត្តកៅអីគាត់តិចជាងមួយកណ្ដាប់គាត់អាចមានអារម្មណ៍ថាដៃហ៊ុនហាបក់មកលើសក់លើក្បាលតែគាត់មិននិយាយអ្វីបន្ថែមចុងបិចសរសេរលើក្រដាសសោនៅក្នុងបន្ទប់មានតែជើហ៊ុយណានឈរនៅទីនោះជាដើមឈើដែលឫសជាប់ដីមិនដឹងថាគួរទៅមុខឬបន្ទាប់ពីនេះបងមានគម្រោងនាំអ៊ីងខ្ញុំបានសួរគីលានុនៅទីនោះមានបច្ចេកវិទ្យាព្យាបាលទំនើបហើយក៏មានមន្ទីរពេទ្យកុមារខ្ញុំចង់នាំអ៊ីងទៅមើលនៅព្យាបាលមិនជាចាំទៅរកវិធីនៅទីក្រុងពេលគាត់និយាយបែបនេះសំឡេងស្ងប់ស្ងាត់ដូចជារឿងដែលគាត់បានគ្រោងទុកហើយគិតពិចារណាច្រើនដងរួចជើហ៊ុយណានមិនបានឆ្លើយតបគីលានុកន្លែងនោះនៅឆ្ងាយពីទីតាំងរបស់គាត់ជាងពាក់បើជិះរថភ្លើងត្រូវញ័រអស់ពីថ្ងៃបើគាត់នាំអ៊ីងទៅទីនោះគ្រូសាទាំង3នាក់ត្រូវរស់នៅបែបមិនបានជប់តែត្រឡប់មកវិញដោយតែដឹងពីការយល់ច្រឡំអស់ប៉ុន្មានស្រាប់តែបែកគ្នាទៀតគាត់មានអ្វីមួយជាប់ក្នុងឡើងក៏មិនរួចចុះរឿងនឹងមិនសមគាត់សួរពីរឿងលោកីមន្ទីរពេទ្យរាជធានីក៏មិនអន់ដែរគាត់ព្យាយាមធ្វើឲ្យសំឡេងគាត់ដូចជាគ្រាន់តែពិភាក្សាជំរឿសមរម្យមិនមែនកំពុងអង្វរកន្លែងឈរជើងពីទីនេះទៅចំណាយពេល
បាស៊ីជីអាចនាំអ៊ីនទៅព្យាបាលនៅក្រុងថ្ងៃសៅរ៍អាទិត្យគាត់ជិះរថទូនៅតែកន្លះថ្ងៃតែអ្វីដែលគាត់ចង់និយាយមិនមែននឹងទេគាត់ចង់សួរថាតែព្រោះតែរឿងទៅនៅជាមួយគាត់ក្នុងរស់នៅជាលក្ខណៈគ្រួសារថ្ងៃនេះនៅភោជនីយដ្ឋានគាត់សាឡធ្វើឲ្យពាក្យទាំងនោះជាប់នៅក្នុងពេលពួកគេប្រជុំកិរិយាត្រជាក់ស្ទើរតែដូចមនុស្សធ្វើឲ្យគាត់ដឹងច្បាស់រឿងមួយគាត់ឈ្មោះចៅហ៊ុយណាននិងអ្នកបម្រើភោជនីយដ្ឋានពិតជាមិនខុសគ្នាតែជាមនុស្សដែលធ្លាប់ធ្វើខុសគ្នាតែត្រង់កម្រិតហើយវិធីដោះស្រាយជាមួយអ្នកដែលធ្លាប់គឺមិនជាប់ពាក់ព័ន្ធជាមួយអ្នកទៀតហើយក៏មិនឲ្យគាត់មិនដឹងគំនិតច្របូកច្របល់ទាំងនោះចំពោះការស្នើរបស់គាត់គិតពិចារណាយ៉ាងម៉េចគាត់និយាយត្រង់ខ្ញុំក៏ធ្លាប់គិតដែរតែខ្ញុំនៅតែជ្រើសរើសមន្ទីរពេទ្យនៅមន្ទីរពេទ្យមានផ្នែកព្យាបាលការនិយាយកុមារពិសេសនៅក្នុងប្រទេសមានតែហ៊ូស៊ីព្យាបាលមិនខ្ញុំនឹងនាំអ៊ីងទៅគាត់ដឹងច្បាស់ថាមន្ទីរពេទ្យណាផ្នែកណាចិត្តចៅហ៊ុយណានធ្លាក់ចុះតែក៏ងើបគាត់និយាយថាបើហ៊ូស៊ីព្យាបាលមានន័យថាជីនស៊ីនៅមានឱកាសក៏ល្អហើយគាត់ប្រញាប់និយាយបន្តថ្លៃព្យាបាលអ៊ីងនិងថ្លៃចំណាយរបស់ថែមទាំងលុយចំណាយរបស់ម៉ាក់ថ្ងៃនេះទៅវាជានេះថាដាច់ណាស់គាត់ខ្លាចគាត់ក៏បន្ថែមទៀតថាកងទ័ពគឺកូនស្រីនេះគួរតែខ្ញុំចេញគាត់មិនបដិសេធឆ្លើយតែមួយម៉ាត់ថាល្អតែប៉ុណ្ណឹងមិនបដិសេធក៏មិនចៅហ៊ុយណានដកដង្ហើមធំយ៉ាងហោចណាស់គាត់មិននិយាយថ្ងៃនេះទាំងមូលគាត់មិនបាននិយាយរឿងនេះគាត់មិនហ៊ានច្បាស់ដុំថ្មក្នុងចិត្តក៏ធូរស្រាលបើគាត់ព្រមទទួលខុសត្រូវផ្នែកដែលគួរទទួលនៅសល់គាត់អាចធ្វើបន្តិចបន្ទប់ក៏ស្ងាត់ម្ដងគាត់ក៏ងក់ក្បាលចំលេងប៊ិចគូសលើក្រដាសស្រាលនឹងស្មើគាត់ឈោពីក្រោយចង្ងាយមិនឆ្ងាយឃើញសក់តូចនៅគាត់អន្តែតលើស្បែករំកិលតាមដង្ហើមគាត់គិតថាគួរតែចេញឈោបែបនេះវាចម្លែកតែជើងដូចជាជាប់នឹងដីគិតយូរបន្តិចគាត់ក៏បដូររឿងថ្ងៃនេះខ្ញុំទិញអាវពីរសាក់មើលត្រូវអត់អ្នកលក់ថាថ្ងៃនេះមិនត្រូវទៅបដូរបាននិយាយចប់គាត់ក៏បែរទៅរករបស់គាត់ទើបបែរមកវិញចៅហ៊ុយណានលើកកញ្ចប់ពីដែលរុំដោយកាសែតពីដេដើរមកឈប់មុខគាត់មិនហុចផ្ទាល់ដៃទេតែឈប់នៅជំងីពីរបីជំហានលើករបស់ហុចដោយដៃម្ខាងមើលចុះចូលចិត្តអត់គាត់ក៏មើលគាត់សម្លឹងមើលកញ្ចប់កាសែតជ្រីវជ្រួញឈប់ពីវិនិច្ឆ័យលុកដៃទទួលឲ្យបើកទី1អាវខ្លីពណ៌និងសម្ពុតវែងផ្កាពណ៌ខៀវក្រណាត់ស្រាលតូចស្អាតកណ្ដឹងដៃអាវដេរល្អិតល្អម្រាមដៃគាត់ចាប់ជ្រុងសម្ពុតគាត់មិននិយាយម៉ូដនេះគាត់ធ្លាប់ឃើញនៅតាមបង្អួចផ្សារធំក្នុងក្រុងគាត់ដើរកាត់ផ្លូវលំឃើញច្រើនដងកញ្ចប់បង្អួចនោះភ្លឺថ្លាណាស់តុក្កតាក្នុងនោះស្លៀករ៉ូបផ្កាដូចគ្នាមានស្លាកសរសេរដៃដាក់ក្បែរគាត់មិនដែលចូលទៅសួរថ្លៃមិនមែនគ្មានចង់ដែរសួរទៅក៏អត់លុយទឹកដោះគោរបស់ថ្លៃពេទ្យនិងលុយទូរស័ព្ទរបស់គាត់រាល់ចំណាយត្រូវគិតមករោគមួយអាចដូរបាយបានកន្លះខែគាត់គិតច្បាស់លាស់ណាស់ចៅហ៊ុយណានសម្លឹងមើលទឹកហើយរហូតដល់មិនដឹងដាក់ដៃគាត់មិនសូវចេះទិញរបស់ស្រីទេដើរមើលក្នុងផ្សារធំចិត្តមួយទីបំផុតអ្នកលក់ទ្រាំមិនសួរថាចង់ទិញឲ្យអ្នកណាអាយុប៉ុន្មានរៀងស្អីគាត់មុខក្រហមរអាក់រអួលពណ៌នេះអ្នកលក់សាយយូណាជួយជ្រើសឲ្យគាត់ទៅសាកគាត់ថាខ្ញុំនាំអ៊ីងទៅដើរលេងគាត់ឃើញថាគាត់មិនក៏មិននៅយូរចុះយកអ៊ីងដែលទៅភ្ញាក់កូនតូចនៅត្រដុសភ្នែកមួយដេកអបគាត់ដើរចេញយ៉ាងលឿនបិទទ្វារជាប់វិញឈីងស៊ុយឈោតែម្នាក់ឯងក្នុងបណ្ដៃនៅកាន់រ៉ូបការនោះគាត់ពាក់យឺតចង្កេះរ៉ូបធំបន្តិចប៉ុន្មានឆ្នាំនេះគាត់ស្អោសប៉ុនគ្នាល្អពណ៌ធ្វើឲ្យស្បែកគាត់ជាងពណ៌ខៀវរ៉ូបមិនឆ្អែតភ្នែកទេជាពណ៌ខៀវស្ងប់ស្ងាត់ដូចមេឃគាត់ឈោមុខកញ្ចក់តូចស្ត្រីក្នុងកញ្ចក់ស្គមស្អាតពណ៌ខ្ពស់ជាងមុនបន្តិចភ្នែកនៅស្អាតរ៉ូបនេះពាក់លើគាត់ខុសពីតុក្កតាក្នុងផ្សារធំខុសគ្នាទាំងសារ៉ាម៉ូស្អាតតែគាត់មើលទៅល្អដែរល្អបែបភ្ញាក់ផ្អើលដូចគេចាប់អារម្មណ៍គាត់សម្លឹងមើលកញ្ចក់បដកដង្ហើមធំមួយរុញទ្វារចេញទៅក្រៅបរិសចិនកំពុងអង្គុយបត់ក្រដាសយន្តហោះឲ្យអ៊ីងបរិសធំម្នាក់អង្គុយចៃគ្រើមធំពីរធ្វើមិនសូវពូកែបត់ក្រដាសដែលហែកពីសៀវភៅគាត់ត្រាអ៊ីងឈរក្បែរផ្អៀងក្បាលមើលដៃតូចទាញជ្រុងឲ្យគាត់សំលេងទ្វារចៅហ៊ុយណានងើយក្បាលគាត់ឈប់មួយផ្លែយន្តហោះក្រដាសដែលបត់ពាក់ក្រៅគាត់ច្របាច់ឲ្យរៀបស្មើវិញឈីងស៊ុយពាក់សម្ពុតផ្កាពណ៌ខៀវឈរនៅមាត់ទ្វារលឺថ្ងៃចាំងពីក្រោយគាត់ធ្វើឲ្យផ្កានៅលើសម្ពុតភ្លឺឡើងគាត់បន្ទាបភ្នែកបន្តិចដៃម្ខាងចាប់ធ្នេសម្ពុតដោយមិនស្រួលចៅហ៊ុយណានបើកមាត់ចង់និយាយអ្វីមួយពាក្យថាស្អាតមិនទាន់ចេញចៅហ៊ុយណានអញ្ចឹងឯងគ្មានសតិសម្បជញ្ញៈទេមិនទាន់ចូលផ្ទះផងយកលុយទៅទិញសម្លៀកបំពាក់ឲ្យស្រីខូចនេះហើយទៅញ៉ាំបាយក្រៅសម្លេងចាញ់លឺពីកែងអាគារស្នាក់នៅមនុស្សមិនទាន់សម្លេងឲ្យសម្លៀកបំពាក់ដែលព្យួរនៅច្រកកាប៊ីនធ្វើឲ្យចៅហ៊ុយណានប្រែពណ៌គាត់ក្រោកឈរទាញវេនឈីងស៊ុយឲ្យពួនពីក្រោយខ្លួនបែរមុខទៅរកចុងច្រកឆៃជីនហួរដល់មុខខ្មៅដូចបាតឆ្នាំងមីងមីងដើរតាមទឹកមុខនៅស្ងប់ស្ងាត់ភ្នែកវិលវល់មើលជុំវិញឆៃជីនហួរដើរមកដល់ទាំងជិលប្រតិចម្រាមដៃស្ទើរតែចាក់ចំច្រមុះលុយដែលឯងរកបានមិនទាន់ក្តៅដៃផងត្រូវស្រីមីញឹកនេះបញ្ឆោតយកទៅចាយហើយ4រៀលកន្លះទៅញ៉ាំបាយក្រៅឪពុកឯងនៅផ្ទះផឹកបបរដំឡូងជ្វាមួយចានអាចផឹកបាន3ពេលឯងដឹងទេចៅហ៊ុយណានមិនរើចាំឆៃជីនហួរជិះចប់ទើបគាត់សម្លេងស្ងាត់ណាស់លុយដែលខ្ញុំផ្ញើមកឲ្យប្រពន្ធហេតុអ្វីបានជាអ្នករាល់គ្នាហ៊ានរកទុកឲ្យខ្ញុំដោះស្រាយរឿងនេះបងពីខ្ញុំសូមជួយសម្រុះសម្រួលបន្តិចយើងខ្លាចបងថ្លៃនៅក្មេងចាយលុយមិនចេះសន្សំទើបយើងជួយទុកសន្សំប្រសើរជាងចាយគាត់និយាយដោយមានមោទនភាពគាត់ហាក់ដូចជាអន់ចិត្តបន្តិចធ្វើខ្លួនដូចជាអ្នកដែលត្រូវគេចៅហ៊ុយណានសាយចំអកគាត់លូកដៃចូលហប់ពីក្រដាសបត់ជាច្រើនជាន់ទៀតហើយក្រវ៉ាត់ដាក់មុខសៃជីនហូនិងចៅនីងនៅលើក្រដាសនោះគាត់កត់ទុកបន្ទាប់ពីថ្ងៃនេះគាត់ដើរសួរគ្រប់ផ្ទះក្នុងភូមិផ្ទះបងប្រុសគាត់ដែលសង់ថ្មីការផ្ទះអាចដំបូលប្រាក់ស្បើតាលុយអ្នកណាអាវដែលចៅនីងពាក់ថ្មីនេះអាវអំបោះពិតប្រាកដលុយអ្នកណាទៀតសន្សំទុកឲ្យបងប្រុសសង់ផ្ទះស្អាតជាងគេសន្សំទុកឲ្យចៅនីងស្លៀកចៅហ៊ុយណាននិយាយម្ដងមួយសំឡេងមិនខ្លាចច្បាស់គ្រប់ពីសំបីតែថ្លៃក៏ត្រូវទៅខ្ចីបងថ្លៃទី2ដែលអ្នកដេញចេញនីងលើកមុនឯងខ្ចីបងថ្លៃ3ម៉ាត់ជិះឡានចាំទេមុខចៅនីងប្រែសៃជីនហូនៅតែរឹងរូសបងធំជាបងប្អូនបង្កើតឯងគ្រូសាយើងមានផ្ទះស្អាតបន្តិចខុសអីគ្រូសាតែមួយសំឡេងចៅហ៊ុយណានធ្លាក់ចុះជីនស៊ីអេនិងអ៊ីងមិនមែនគ្រូសាពេលឯងដេញគេចេញពីផ្ទះអ៊ីងទើបតែ5កូនអាយុ5ខែឯងឲ្យម្ដាយវាអប់វាទៅនៅបន្ទប់ដាក់របស់ស្ថានម៉ាក់សុំគិតដោយសតិសម្បជញ្ញៈតើម៉ាក់មានមុខសៃជីនហូនៅស្ងៀមមិនរួចមុខក្រហមឆ្អៅវោមាត់រមួយយូរចេញមកតែពាក្យចាស់ខ្ញុំខំប្រឹងចិញ្ចឹមឯងរហូតធំម្លេះចិញ្ចឹមធំឡើងអញ្ចឹងខ្ញុំផ្ញើលុយទៅផ្ទះរាល់ខែ3ឆ្នាំមិនដែលខានដងហ៊ុយណានស្រែកកាត់ឲ្យគាត់គិតមើលខ្ញុំធ្វើកូនល្អហើយមិនដែលខ្វះអ្វីតែឈិនស៊ីវជាប្រពន្ធយីងជាកូនខ្ញុំមិនអាចយកលុយខ្ញុំចិញ្ចឹមគ្រួសារហើយរុញប្រពន្ធកូនខ្ញុំចេញគាត់ជប់និយាយមិនមើលមុខឆៃជីនហូបែរមកប្រាប់ម្ដាយកូនគាត់ដាក់ពាក្យសុំផ្ទះសមាជិកគ្រួសារតែឯកសារស្នាក់នៅតាមរយៈទំនាក់ទំនងពេទ្យឯកទេសកុមារល្អបំផុតចាំឯកសារចប់នឹងនាំវិនឈិនស៊ីវនិងយីងចេញពីទីនេះចេញមកឆៃជីនហូផ្ទុះកំហឹងអង្គុយដួលលើដីផ្ទះជើងពីលើដីចាប់ផ្ដើមក្រវីក្បាលយំចិញ្ចឹមកូនប្រុសមានប្រយោជន៍អីធំឡើងបែរខ្នងដាក់ម្ដាយដើម្បីស្រីមកពីណាភ្លេចម្ដាយទៀតស្រែកយ៉ាងខ្លាំងចៅនីងឈរក្បែរមុខស្លេកចង់ទាញក៏មិនហ៊ានចង់ចេញក៏មិនរួចនៅតាមសាលបុគ្គលិកបន្ទប់ចិត្តខាងងើបមើលរឿងហើយដកថយវិនឈិនស៊ីវនៅស្ងៀមគាត់អប់យីងក្នុងដៃយកដៃបិទត្រចៀកកូនស្រាលតែថយក្រោយបន្តិចចង់គេចពីរឿងនេះតែឆៃជីនហូមិនទុកគាត់ទេស្ត្រីចាស់ក្រោកពីដីរំលងចង់ហ៊ុយណានស្ទុះទៅរកវិនឈិនស៊ីវលូកដៃចង់ចាប់សក់គាត់ឯងហើយជាមនុស្សនាំសំណាងអាក្រក់មកបំបែកចៅហ៊ុយណានចាប់កដៃឆៃជីនហូតែភ្លាមនោះសំឡេងស្រែកយ៉ាងខ្លាំងមិនច្បាស់លាស់ផ្ទុះចេញពីដៃវិនឈិនស៊ីអ្នកទាំងអស់គ្នាស្ងាត់មុខយីងក្រហមភ្នែកធំ
មកតូចបើគាត់ស្រែកទៅរកឆៃជីនហ៊ូម្ដងទៀតសំឡេងមិនខ្លាំងក៏មិនច្បាស់តែអ្នករាល់គ្នាច្បាស់ណាស់អ៊ូនឈីងស៊ុយឈរដូចគេចាក់ដោគាត់ងើយមើលកូនស្រីក្នុងដៃអាយុជាង2ឆ្នាំតាំងពីកើតមកមិនដែលនិយាយមួយម៉ាត់ទេដែលគ្រូពេទ្យថាមានបញ្ហាធ្វើឲ្យបិទចិត្តខ្លួនឯងភ្នែកក្រហមភ្នែកដូចម្ដាយរបស់វាសម្លឹងមើលឆៃជីនហ៊ូនៅសល់ទឹកមាត់មិនទាន់ជូតទឹកភ្នែកអ៊ូនឈីងស៊ុយធ្លាក់ដោយមិនដឹងខ្លួនគាត់ទាញកូនចូលដៃតឹងអប់កូនចូលក្នុងដៃចង្កាប៉ះលើក្បាលកូនតុនស្មាញញ័រដោយស្ងាត់ស្ងៀមជើហ៊ុយណានក៏ភ្នែកក្រហមគាត់ចាំពាក្យគ្រូពេទ្យខ្សែសំឡេងអ៊ីងមិនខូចទេវាមិននិយាយព្រោះចិត្តវាបិទខ្លួនឯងត្រូវការអ្វីមួយខ្លាំងដើម្បីបំបែកសោនោះគ្មាននរណាអ្នកបំបែកសោមិនមែនអ្នកជំនាញទេគឺសភាពគិតកូនការពារម្ដាយឆៃជីនហ៊ូជ្រដូចគេចាក់ដោតជើហ៊ុយណានលេងដៃពីដៃនាងគាត់បែកខ្នងមើលអ៊ូនឈីងស៊ុយដែលកំពុងជូតទឹកភ្នែកមើលអ៊ីងដែលកំពុងមើលគាត់ភ្នែកសាមបើកមាត់ពិបាកនិយាយពីពាក្យថាប៉ាបំពង់ក៏ជើហ៊ុយណានរមួលមួយដងគាត់លូកដៃយកអ៊ីងពីអ៊ូនឈីងស៊ុយកាន់ឲ្យរឹងដៃធំប៉ះក្បាលកូនមិននិយាយអីឆៃជីនហ៊ូចង់និយាយទៀតតែជើនីងទីងដៃជើនីងដឹងជាងម្ដាយដល់ហើយបើនៅទៅទៀតនឹងអាក្រក់គាត់ទាញឆៃជីនហ៊ូចេញពីច្រកបៀចាស់ដើរបាន10ជំហាននៅតែសំឡេងស្រុតទៅឆ្ងាយបន្តិចបាត់ខ្លួនទៅក្នុងជ្រុងសាវធំក៏ស្ងាត់វិញឈីងស៊ុយជូតទឹកភ្នែកលើមុខដោយដៃនាងលូកដៃទៅយកកូនស្រីពីដៃជើហ៊ុយតែកូនស្រីអប់ឪពុកមិនព្រមលេងនិយាយមិនច្បាស់ថាមូអាក្រក់យាយវិញឈីងស៊ុយចង់សាយចង់យំនាងនិយាយមិនហ៊ុយណានមើលកូនស្រីក្នុងដៃកូនស្រីកំពុងងើយមើលគាត់មុខរបស់នាងនៅមានទឹកមុខទាំងខឹងទាំងគួរមាត់គាត់ញាប់ញ័រកន្លះខែក្រោយយន្តយោធាពណ៌បៃតងឈប់នៅមុខស្ថានលើឡានមានស្នាមភក់ច្រើនមើលទៅដឹងថាប៉ាជើហ៊ុយណានចុះពីកៅអីអ្នកប៊ូតុងឲ្យយោធាគាត់ដាក់ទាំងណាស់ស្អាតឥតខ្ចោះគាត់ដើរទៅខាងក្រោយជួយវិញឈីងស៊ុយដាក់វិជ្ជានុក្រមនិងអេវ៉ាន់ស្រាពីថងឡើងឡានអេវ៉ាន់មិនច្រើនគាត់នៅទីក្រុងនេះ3ឆ្នាំរបស់ដែលសន្សំបានមានតែដាក់អេវ៉ាន់រួចជើហ៊ុយណាយកស្រោមសម្បត្តិក្រដាស់ពីហោប៉ាលូកទៅឲ្យគាត់លិខិតណែនាំល្អគាត់លូកដៃទៅយកគាត់មិនលេងមិនមែនត្រឹមតែលិខិតសុំព្យាបាលមានពាក្យសុំចុះឈ្មោះគ្រួសារយកបោះត្រារួចយកទៅចុះឈ្មោះនៅការិយាល័យស្រុកប៉ុណ្ណោះដៃវែងឈីងស៊ុយឈប់ពាក់កណ្ដាលនាងងើយមើលគាត់ជើហ៊ុយណានឈរក្បែរឡានកម្ពស់ខ្ពស់ឈរត្រង់ឲ្យយោធាគ្មានស្នាមជ្រួញតែភ្នែកគាត់មិនដូចឋានៈទេគ្មានភាពរឹងមាំរបស់មេបញ្ជាការមានភាពប្រយ័ត្នប្រយែងចម្លែកដូចសិស្សដែលធ្វើខុសយកកិច្ចការដែលកែរួចទៅឲ្យគ្រូមិនដឹងថាពិន្ទុនឹងជាប់នាងមិនយកស្រោមសម្បត្តិជើហ៊ុយណានរឹងបន្តិចគាត់ដករបស់មួយចេញពីហោប៉ៅខាងក្នុងយករបស់មួយចេញមកសៀវភៅបញ្ជីចាស់ណាស់ជ្រុងវាលីងអស់បើកមើលទៅឃើញតែលុយការបកប្រែឯកសារជាច្រើនឆ្នាំចំនួនមិនច្រើនដុំគាត់សរសេរច្បាស់លាស់មានរបៀបរៀបចំសៀវភៅនោះមានក្រដាស់ថ្មីបត់ពីធ្នេរលាតមើលទៅជាលិខិតអញ្ជើញពីសាលារៀនខេត្តឲ្យគាត់ធ្វើគ្រូបង្រៀនមានត្រាក្រហមភ្លើងគាត់យករបស់ទាំងពីរនេះនឹងស្រោមដាក់ជាមួយគ្នាសំឡេងរបស់គាត់ស្ងាត់ស្រីអង្គុយលើស្មាគាត់រអ៊ូតមហៅប៉ាទឹកមាត់ហូរមកលើកឲ្យគាត់ខ្ញុំមិនត្រឡប់ទៅភូមិនោះហើយក៏មិនពឹងអ្នកណារស់នៅដែរគាត់សម្លឹងមើលភ្នែកនិយាយម្ដងហើយម្ដងទៀតតែដោយសារកូនត្រូវការគាត់ឈប់បន្តិចខ្ញុំក៏ចង់ឲ្យក្មេងប្រុសដែលខ្ញុំស្គាល់ពីវិទ្យាល័យឱកាសមួយគាត់មិនទាន់យល់ទេគាត់ស្ងាត់អស់3-4វិនាទីទើបគំនិតវាភ្លឺមកវិញប្រុសពីវិទ្យាល័យគាត់នឹងគាត់រៀនជាមួយគ្នាច្បាស់ជាងនេះគាត់នៅថ្នាក់ក្បែរពិន្ទុលេខ1សាលាភាសាអង់គ្លេសពូកែហូពេលនោះគាត់មិនទាន់ជាមេគ្រាន់តែជាក្មេងអង្គុយកៅអីលួចអានសៀវភៅរឿងព្រេងប្រុសដែលគាត់និយាយនោះគឺគាត់មិនមែនយល់ព្រមឲ្យគាត់កំពុងនិយាយថាចង់ដើរជាមួយគ្នាម្ដងទៀតកំពុងក៏គាត់រឹងណាស់ភ្នែកគាត់ក្រហមខ្លាំងគាត់ព្រិចភ្នែកពីរដងលូកដៃទទួលក្មេងកូនស្រីអង្គុយលើនៅលើម៉ូនីទ័រក្មេងស្រីអង្គុយរំភើបផ្ទះក្បាលគាត់ស្រែកហៅពាក្យដែលទើបរៀនពាក្យខ្លះនៅមិនទាន់ច្បាស់ឡានទៅសំឡេងរបស់ជើហ៊ុយណានស្លើនេះត្រូវបើកជាង5ម៉ោងយឺតពេកខ្លាចក្អួតទាញទ្វារកៅអីខាងមុខហើយចូលដាក់វិជ្ជានុក្រមនៅឡានជីបចាប់ម៉ាស៊ីនសំឡេងក្រហមខ្លាំងកង់រថយន្តរំកិលកាត់ផ្លូវដីដែលគាត់ដើរអស់3ឆ្វេងធ្វើឲ្យធូលីហុយនៅក្នុងកញ្ចក់ស្ថានីយ៍ផ្សាយពណ៌ប្រភេទកាន់តែចុងក្រោយត្រូវដាំប៉មដុសប្រេងតាមផ្លូវបាំងអង្គុយក្នុងគំនរអីវ៉ាន់កៅអីមុខប៉ះកញ្ចក់ឡានមើលទៅគាត់បើកបិទកំពុងព្យាយាមរៀនពាក្យថ្មីឈីងស៊ូមិនងាកក្រោយទេគាត់បើកវិជ្ជានុក្រមលើបន្តអានពីទំព័រដែលគាត់មើលកាលពីម្សិលលឺថ្ងៃចាំងចូលតាមបង្គាក់លើទំព័រដែលគាត់កំពុងជើហ៊ុយណានកាន់ចង្កូតភ្នែកសម្លឹងមើលទៅភ្នែកជ្រុងរបស់ស្ត្រីដែលកំពុងអានសៀវភៅស្ងាត់នៅកៅអីនិងកូនស្រីដែលកំពុងលេងតែម្នាក់ដែលកំពុងសប្បាយចិត្តគាត់ជន់ហ្គាសកាន់តែខ្លាំងជីបបើកចូលផ្លូវហាយវេឆ្ពោះទៅក្រុងស្រែចំការទាំងសងខាងនឹងរត់ថយក្រោយឆ្នាំនៃបំណុលមិនមែនបើកឡានមួយជើងប៉ុន្តែផ្លូវនៅខាងឡានកំពុងរត់មនុស្សនៅលើសតែចាំមើល